សូមកុំចាប់ដាក់ថ្មទៅសូមកុំចាប់ដាក់ថ្មទៅ បិតាសូមជួយសង្គ្រោះព្រះមេដាលឿនឡើង ព្រះករុណាជាព្រះចាស់ទីទៀតសូមទ្រង់សម្រេចព្រះតី ឈិនសៀនពេលវេលាបានមកដល់ហើយឆាប់ចាត់ការទៅ ព្រះបិតាព្រះមេដាព្រះបិតាព្រះមេដា ឈិនសៀនកុំខ្មាស់ហ៊ានយើងនឹងមិនជួបគ្នាទៀតទេ ឈីងើខ្ញុំពិតជានឹងធ្វើឲ្យអ្នកសប្បាយចិត្ត ព្រះមេដាព្រះមេដា សូមកុំចាប់ដាក់ថ្មទៅ លោកឪពុកសូមជួយសង្គ្រោះម្ដាយខ្ញុំផង ខ្ញុំមានសុបិនតអាក្រក់មួយតើខ្ញុំសុបិនអំពីអ្វីហេតុអ្វីបានជាខ្ញុំមានអារម្មណ៍សោកសៅយ៉ាងនេះហេតុអ្វីបានជាខ្ញុំនៅមន្ទីរពេទ្យគឺជាគាត់គឺជាបុរសដែលខ្ញុំនៅក្នុងអានជាមួយយប់នោះក្បាលខ្ញុំឈឺខ្លាំងណាស់ខ្ញុំបានលេខណាមអ្វីខុស បន្ទាប់ពីយប់នេះស្រីខូចនេះជាមនុស្សរបស់លោកវាង ម៉ាក់អ្នកនៅតែអស្ចារ្យលីឈីងតាំងពីខ្ញុំនៅក្មេងអ្នកតែងតែរុញខ្ញុំលើអ្វីដែលអ្នកធ្វើលើកនេះខ្ញុំច្បាស់ជាបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកហើយ អូក្មេងតូចពេលនេះនៅសល់តែពួកយើងពីរនាក់អ្នកគួរតែឲ្យបងប្រុសបានតាមសម្រួលជំនាញអូក្មេងតូចគួរឲ្យស្រឡាញ់បានខ្លាំងកុំរត់គេចឆាប់ឈប់ភ្លាម ខ្ញុំសូមអង្វរសូមជួយខ្ញុំផង តើក្មួយតូចទៅណាហើយចេញមកគ្មានអ្នកណានៅនោះទេតើអ្នកជានរណាហេតុអ្វីបានជាចូលមកក្នុងអាងឯកជនរបស់ខ្ញុំ ហេតុអ្វីបានជាខ្ញុំវិលមុខតើគេដាក់ថ្នាំអ្វីឲ្យខ្ញុំផឹក តើអ្នកមានបញ្ហាអ្វី សូមមេត្តាជួយខ្ញុំផងសូមមេត្តាជួយខ្ញុំផងចាំមើលមនុស្សនៅខាងក្នុងបាទលោក តើគេនៅខាងក្រៅទេដឹងជាមនុស្សរបស់លោកបាំងមែនទេហេតុភ្ញាក់ឡើងសួស្ដីភ្ញាក់ឡើងឲ្យលឿន អ្នកចោះទៅមុនទៅខ្ញុំនឹងជួយទៅមើលបាទលោក កុំនិយាយថាខ្ញុំនឹងមិនជួយអ្នកវាយឺតពេលដែលអ្នកមិនព្រមភ្ញាក់ចុំកាត់ដុំឆែប ព្រះមេដា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  អ្នកមិនត្រូវលេងច្រើនពេកទេតើ ចាក់ ឬ ស្ត្រី ទេ របស់ម៉ូលី អ្នកត្រូវតែចេះស្ដាប់បង្គាប់ទៅថ្ងៃក្រោយ ចាក់ស្ត្រីរបស់ម៉ូលី អ្នកត្រូវតែខិតខំសិក្សារៀនសូត្រ ចាក់ស្ត្រីរបស់ម៉ូលីខ្ញុំនឹកអ្នកខ្លាំងណាស់មេដាម៉ូលីទូលបង្គំបានរកឃើញអ្នកហើយខ្ញុំគិតថាខ្ញុំនឹងមិនអាចរកអ្នកឃើញទៀតទេ ហេបអូនប្រុសបងស្រីប្រញាប់ទៅលេងជាមួយអ្នកផ្សេងទៅ ចាំកូនឬអត់ អូខ្ញុំដឹងហើយអ្នករត់គេចពីអ្នកគ្រប់គ្រងអ្នកជាតារាវ័យក្មេងមែនទេ អ្នកពិតជាមិនចាំទេឬព្រោះជាងជាប់បំណែកថ្ងៃគាត់ទាំងពីរងកាត់ 1000 ឆ្នាំមុនដើម្បីតាមរកអ្នក អូពុកបាត់ហើយ មើលចុះខ្ញុំដាក់តាមខ្លួនមកតើលើលោកនេះមានម្ដាយដូចអ្នកយ៉ាងម៉េចតើមានអ្វីកើតឡើងជាមួយម្ដាយខ្ញុំឥឡូវនេះតែខ្ញុំអាចមកតាមអ្នកឯងលើកនេះយើងត្រូវយកម្ចាស់ស្ត្រីមកវិញ លីឈីងពីពេលនេះគ្រូសាអ្វីអ្នកយើងពេញលេញខ្ញុំនឹងធ្វើឲ្យអ្នកសប្បាយចិត្តលីឈីងលោកឆិនហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាខ្ញុំសុបិនយូរមិនឲ្យយូរយ៉ាងម៉េចអ្នកបានសន្លប់រយៈពេល7ថ្ងៃ7ថ្ងៃឬ តើវាអាចបាត់ដោយរបៀបណាជាវត្ថុអនុស្សាវរីយ៍តែមួយគត់ដែលម្ដាយខ្ញុំទុកឲ្យ តើគុជមរតករបស់ខ្ញុំនៅឯណា តើខ្ញុំភ្លេចនៅមន្ទីរពេទ្យទេដឹង ហ៊ានមកវិញទៀតឬ ហេតុអ្វីបានជាអ្នកវាយខ្ញុំ ហេតុអ្វីឬអ្នកស្ទើរតែសម្លាប់លោកម៉ាំងធ្វើបាបគ្រួសារដោយផ្ទាល់ស្ទើរតែបាត់បង់ការបញ្ជាទិញ2លានលោកប៉ាឡើងទាំងបេះដូងអ្នកជាកូនស្រីរបៀបណា ប៉ាខ្ញុំក៏ជាកូនស្រីរបស់អ្នកដែរហេតុអ្វីជាខ្ញុំដែលត្រូវបម្រើលោកវាងតែមិនមែនជានាងទៅវិញតើនេះសមជាមតែគេទេ ហេតុអ្វីអ្នកនិយាយប្រហែលម្ដាយរបស់អ្នកអាយុខ្លី
ដោយសារសំណាងមិនល្អតើចង់ឲ្យខ្ញុំសំទោសឬ មិនក៏និយាយពីម្ដាយខ្ញុំបែបនេះអ្នកមានអាហារសម្លៀកបំពាក់និងទីជម្រកដល់ថ្ងៃនេះទាំងអស់នេះបន្សល់ទុកពីម្ដាយរបស់ខ្ញុំអ្នកមានជីវិតដែលប្រសើរឥឡូវនេះតើវាជាកំហុសរបស់គាត់ឬ មិនអីទេអ្នកហ៊ានតមកថមែនទេឆាប់ចេញពីគ្រួសារលីជាបន្តទៅ ហេនាងត្រូវម្ដាយស្លាប់ចោលតាំងពីក្មេងវាជារឿងធម្មតាទេដែលចរិតរឹងរូសតាមម្ដាយតើអ្នកជាខ្ញុំបារាំងប្រភេទណាទើបមានសិទ្ធិលើកឡើងពីម្ដាយរបស់ខ្ញុំដែរប្រសិនបើអ្នកមិនបានចូលមកជ្រៀតជ្រែកអារម្មណ៍របស់ឪពុកម្ដាយខ្ញុំតើម្ដាយខ្ញុំនឹងស្លាប់ដោយជំងឺបាក់ទឹកចិត្តទេខ្ញុំស្ទើរតែភ្លេចថាអ្នកខ្លះតាក់ទងអ្នកមានក្នុងនាមជាបញ្ញោខែឡើងរវីកន្ទុយចូលចំណោមអ្នកមានអ្នក បាត់មកថ្ងៃនេះខ្ញុំប្រដឲ្យអ្នកនៅមេរៀនមួយកុំធ្វើចេះដឹង កុំធ្វើបាបព្រះមាតាខ្ញុំ ហេតុអ្វីបានជាអ្នកនៅទីនេះ តើក្មេងនេះមកពីណា តើហៅអ្នកថាយ៉ាងម៉េចព្រះមេដាឬ មើលក្មេងនេះទៅប្រហែលមានអាយុ5ឬ6ឆ្នាំយោងតាមការគណនានេះបងស្រីខ្ញុំមានកេរ្តិ៍ពោះពេលដែលឈប់រៀនក ុំស្រោះទឹកមាត់ដាក់អ្នកដទៃខ្ញុំមិនស្គាល់គាត់ទេ ម៉ាក់ពិតជាមិនចាំកូនមែនទេ លោកណាតើកញ្ចាស់ខ្ញុំនេះត្រូវបានអ្នកមើលងាយទាំងស្រុងបើខ្ញុំដឹងមុនខ្ញុំនឹងច្របាច់កអ្នកឲ្យស្លាប់ពេលអ្នកកើតឆាប់ពន្យល់ភ្លាមមកពន្យល់ឲ្យច្បាស់ អ្នកមិនមែនតូចទេប្រាប់ខ្ញុំមកហេតុអ្វីអ្នកមាននឹងការសម្ដែង សំតែងឬអ្វីដែលខ្ញុំនិយាយគឺជាការពិត អ្នកចង់មានន័យថាខ្ញុំបានធ្វើដំណើរទៅដោយចៃដន្យនគរឆិនកាលពី1000ឆ្នាំមុនបន្ទាប់មកខ្ញុំបង្កើតបានអ្នកនៅទីនោះក្រោយមកខ្ញុំត្រូវបានគេប្រហារជីវិតហើយក៏ធ្វើដំណើរត្រឡប់មកសម័យទំនើបវិញព្រោះតែអ្នកនឹកខ្ញុំខ្លាំងពេកក៏តាមមករកខ្ញុំនៅសម័យទំនើប មិនខុសទេ ឲ្យលេខទូរស័ព្ទឪពុកម្ដាយអ្នកមកខ្ញុំនឹងសុំឲ្យពួកគេយកអ្នកទៅផ្ទះវិញ តើអ្នកនៅតែមិនជឿមែនទេមើលចុះខ្ញុំមានសញ្ញាចំណាត់ខ្លះតើមាតានៅចាំទេ អត់ទេ យ៉ាងម៉េចនឹង ក្មេងតូចខ្ញុំប្រាប់ជាលើកចុងក្រោយបើអ្នកនៅតែមិនស្ដាប់បង្គាប់ហើយបង្កបញ្ហាទៀតខ្ញុំនឹងសុំឲ្យពួកប៉ូលីសដេញអ្នកចេញឥឡូវនេះ ហាក់បីដូចជាព្រះមាតាគឺពិតជាមិនអាចចាំអ្វីទាំងអស់ប្រហែលមកពីហត់នឹងការងារត្រូវធ្វើពុកកុំឲ្យគាត់បណ្ដឹងខ្ញុំទៅឆ្ងាយបងស្រីដ៏ស្រស់ស្អាតខ្ញុំនឹងមិនបង្កបញ្ហាដល់អ្នកទេតើអ្នកមិនឲ្យប៉ូលីសបណ្ដឹងក្មេងកំព្រានេះមែនទេ ក្មេងតូចឆ្លាតខ្ញុំនឹងមានចិត្តល្អនាំអ្នកចូលមកពេទ្យជាមួយខ្ញុំ តើស្រីនៅយុគនោះនៅឯណា បន្ទាប់ពីនាងញាក់ដឹងខ្លួនភ្លាមនោះនាងបានរត់ចេញពេលដែលខ្ញុំមិនបានចាប់អារម្មណ៍ ត្រូវតែស្វែងរកនាងខ្ញុំបានគេងលក់យ៉ាងយូរវាត្រូវតែមានអ្វីកើតឡើងដោយសារនាងតើអាចទេដែលគាត់ធ្លាក់ចូលអាងហើយទឹកយុគនោះខ្ញុំនឹងចេញឥឡូវ ព្រះចៅអធិរាជព្រះចៅអធិរាជលោកឪពុកក៏នៅទីនេះដែរព្រះចៅអធិរាជព្រះចៅអធិរាជ ខ្ញុំហាក់ដូចជាធ្លាប់ឃើញក្មេងនេះនៅកន្លែងណាមួយ ព្រះចៅអធិរាជព្រះចៅអធិរាជព្រះចៅអធិរាជព្រះមាតាសូមបើកប្រអប់នេះឲ្យលឿនលោកឪពុកគឺនៅខាងក្នុងហេតុតាមមានអ្វីកើតឡើងតាមមានអ្វីខុសឆ្គងនឹងខួរក្បាលរបស់ក្មេងឬ ក្មេងនេះមិនសូវឆ្លាតទេខ្ញុំនឹងចេញទៅធ្វើរឿងមួយត្រឡប់មកវិញឆាប់ៗចាំខ្ញុំនៅទីនេះបានមិនអីមែនទេ ព្រះមាតាអើយឡើងត្រូវការកូនទៀតហើយឬ លុះត្រាតែអ្នកមិនស្ដាប់បង្គាប់ទៀតសុទ្ធតែពេលដែលអ្នកទៅតែរៀបចំក្រែតើបានឃើញត្បូងគុជមួយចំហៀងទេ មិនបានឃើញវាទេ វាចម្លែកដែលខ្ញុំតែងតែពាក់វាហេតុអ្វីបានជាវាបាតើលោកនោះវាបានជ្រុះនៅអាងហែទឹកមែនទេ សុំផ្លូវមួយ នេះគឺជាព្រឹត្តិការណ៍នៅថ្ងៃនោះលោកឪពុកសូមជួយសង្គ្រោះអ្នកម្ដាយផង តើអ្នកមិនអីទេឬតើមានរឿងអ្វីមិនអីទេឈប់យំទៅមនុស្សកំសាកចម្លែកណាស់ហេតុអ្វីបានជាខ្ញុំតែងតែមានអារម្មណ៍ធ្លាប់ស្គាល់ក្មេងនេះ បញ្ជូនមនុស្សទៅពីនៅកន្លែងផ្សេងខ្ញុំមិនជឿថាត្បូងគុជរបស់ខ្ញុំមានជើងអាចហោះហើរបានទេបាទលោកឈិន ព្រះចៅអធិរាជ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  ពិតជាមិនឃើញឬជាត្បូងគុជមួយចំហៀងខ្ញុំជ្រោះនៅក្បែរអាងហែទឹក សូមទោសសុភាពបុរសម្នាក់សួររកដែរយើងនាងអាងតែមិនបានឃើញត្បូងគុជរបស់អ្នកទេ សុភាពបុរស
សុភាពបុរសខ្ញុំសូមអំបរអ្នកសូមជួយខ្ញុំផងតើអាចថាការបាត់ត្បូងពុកមានអ្វីទាក់ទងនឹងគាត់ឬហើយក្មេងតូចនៅឯណាតើអ្នកទៅតែរត់ទៅណាហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំ ម្ចាស់ស្ត្រីខ្ញុំទៅតែឃើញឪពុក ឪពុកឬស្រីម្នាក់បានមកជួបយុវ័យជាមួយកូនរបស់នាង ដឹងហើយ រត់លេងហត់ហើយតើអ្នកកំពុងឃ្លានមែនទេអូមិនអីទេមិនអីទេ មាតាសូមហូបមុនទៅ មិនក៏ដឹងថាខ្ញុំចូលចិត្តបែបនេះ ជាកូនប្រុសរបស់អ្នកប្រាកដណាស់ខ្ញុំដឹងថាអ្វីដែលម្ដាយខ្ញុំចូលចិត្ត tênនេះអាក្រក់ពេកហើយចៃដន្យត្រូវតែជាការចៃដន្យប្រាកដណាស់ត្រូវហើយអ្នកទៅតែនិយាយថាបានឃើញឪពុករបស់អ្នកតើគាត់ឈ្មោះអ្វីខ្ញុំនឹងជួយអ្នករក គាត់ឈ្មោះឈិនសៀន ឈិនសៀនហេតុអ្វីបានជាស្ដាប់ទៅដូចជាធ្លាប់ឮ លោកឆាន់ខ្ញុំបានឆាយកាមេរ៉ាស្រីម្នាក់នេះដែលបានមកជួបយុវ័យកាលពីយប់មិញ គ្រាន់តែជាត្បូងគុកមានតែមួយចំហៀងខ្ញុំជ្រុលនៅក្បែរអាងហែទឹក អាចទេការបាត់ត្បូងគុកមានពាក់ព័ន្ធជាមួយនាង ព្រះមាតាហេតុអ្វីបានជាមានមនុស្សច្រើនយ៉ាងនេះ តើអ្នកឆ្អែតឬនៅតោះទៅមើល សូមជាបន្តិច ស្រីចំណាស់តើអ្នកមានរឿងអ្វីហេតុអ្វីជើងរបស់អ្នករបួសសូមរថយន្តសង្គ្រោះបន្ទាន់ស្រីចំណាស់ម្នាក់បានរងរបួសនៅច្រកចូលភោជនីយដ្ឋានឡានសុង ហេក្មេងស្រីតូចខ្ញុំណែនាំអ្នកកុំខ្វល់ពីអ្នកដទៃបើស្រីចំណាំអ្នកនេះបោកប្រាស់អ្នកនឹងស្ដាយក្រោយអស់មួយជីវិតតើហើយអ្នកមិនដឹងថាគាត់កំពុងខ្លាចបន្លំឬអត់ទេ បើអ្នកឃើញមនុស្សមានទុកមិនជួយសូមកុំឈរនៅទីនេះនិយាយសារចំអក សូមរំលឹកអ្នកកុំចិត្តល្អពេក កុំបារម្ភរថយន្តសង្គ្រោះនឹងមកដល់ឆាប់ៗនេះ លោកយាយដូជីងបានជួយអ្នកខាត់ឈាមមួយរយៈនេះមិនអីទេ សូមអរគុណសូមអរគុណ អ្នកជំងឺមិនអីទេប៉ុន្មានថ្ងៃនេះកុំឲ្យគាត់ប៉ះទឹកញ៉ាំសាជាងមុនសូមទោសលោកឈិនស្រីចំណាំកំពុងសម្រាប់នៅមន្ទីរពេទ្យត្រឡប់ទៅមន្ទីរពេទ្យ ក្មេងស្រីតូចប្រសិនបើមិនមានអ្នកទេឆ្អឹងចាស់របស់ខ្ញុំត្រូវបានបញ្ចប់នៅថ្ងៃនេះមិនអីទេនេះជាអ្វីដែលយើងគួរធ្វើសម្រាប់ឲ្យបានល្អជាមុនសិនយើងនឹងរងចាំរហូតដល់សមាជិកគ្រួសារអ្នកមកដល់មុនពេលយើងចាក់ចេញ តើលោកយាយគាត់កាត់អ្វីអ្នកទាំងអស់គ្នាចេញ នេះជាកូនប្រុសរបស់អ្នកមែនទេពូកែណាស់នៅក្មេងសោះអ្នកជាម្ដាយដ៏ល្អម្នាក់ពូកែអប់រំកូនអ្នកយល់ខុសហើយក្មេងនេះគឺខ្ញុំចង់ប្រាប់ថាក្មេងនេះហេតុអ្វីបានជាចិត្តល្អម្លេះហើយគាត់មើលទៅដូចជាចៅប្រុសរបស់ខ្ញុំពូកែពិតជាដូចគ្នាកាលពីនៅពីក្មេង លោកយាយមិនអីទេឬ ឪពុកពិតជាអ្នកមែនទេ ឪពុកឬ មាតាយើងបានរកឃើញឪពុករបស់ខ្ញុំ នេះគឺជាកូនប្រុសរបស់អ្នកមិនឆ្ងល់ទេចឹងដែលអ្នកមិនអើពើពេលយាយពូកូនអ្នកឲ្យអ្នកណាក៏ដោយប្រែថាអ្នកមានកូនប្រុសហុំបែបនេះហើយក្មេងល្អហើយយាយទូទៅ លោកយាយទូច លោកយាយខ្ញុំមិនស្គាល់គាត់ទេ នៅតែមិនទទួលស្គាល់ឬក្មេងនេះមើលទៅដូចជាអ្នកកាលពីតូចគឺដូចគ្នាមិនបើតែម្ដងសន្និដ្ឋានថានេះជាចៅប្រសាររបស់ខ្ញុំមែនទេអ្នកយល់ខុសខ្ញុំឃើញក្មេងនេះនៅតាមផ្លូវមើលថែកូនប្រុសរបស់អ្នកកុំឲ្យគាត់ដើរហៅអ្នកដទៃជាម្ដាយទៀត លោកយាយខ្ញុំមិនស្គាល់នាងទេហេអ្នកគួរឲ្យស្អប់ឲ្យនាងទៅបាត់ សំណាងល្អខ្ញុំរត់លឿនទីបំផុតកុំចាត់មេរំខានបាញ់ជូនទៅថ្ងៃយប់នេះម៉ោង 8 មានពិធីជប់លៀងទទួលអគ្គនាយកថ្មីសូមស្លៀកពាក់ឲ្យសម្រុំវាជាការលួងលោមខ្លាំងមែនទេក្មេងល្អទៅផ្ទះជាមួយយាយវិញទេ លីឈីងអ្នកខាងមកធ្វើការមួយអាទិត្យហើយហើយអ្វីពេលជប់លៀងអ្នកមានវត្តមានសំទោសអ្នកគ្រប់គ្រងសៀងខ្ញុំជឿប៉ុន្មានថ្ងៃមុនមានបានកាត់ឡើងព្រាមទើបមិនមានពេលមកសុំច្បាប់ ឈឺឬវមានអាចថាគាត់ធ្វើខុសហើយគេវាយពីកំហុស រីម៉ាន់អ្នកចង់មានន័យថាម៉េច បាត់មាត់នេះគឺជាម្ចាស់ភាពក្នុងក្រុមហ៊ុនរបស់យើងក៏ជាកូនស្រីគ្រូសារីអ្នកជាមនុស្សថ្នាក់ទាបហេតុអីហ៊ានហៅមុខរបស់គាត់ អ្នកខ្លះគ្រាន់ជាបាញ់ញ៉ាំឯកហ៊ានទុកខ្លួនឯងជាម្ចាស់ផ្ទះឬ ហើយចុះអ្នកគ្រប់គ្រងសៀងយើងធ្វើការនៅក្រុមហ៊ុនតែមួយកុំខ្វល់ពីរឿងនេះឥតពីមុខមាត់ក្រុមហ៊ុនរក្សារូបភាពឲ្យល្អវិញតែមើលនាងស្លៀកពាក់តើមិនមានបញ្ហាអ្វីទេឬលោកសៀង ខ្ញុំបានណែនាំគ្រប់គ្នាថាថ្ងៃនេះត្រូវស្លៀកពាក់ឲ្យសមរម្យមកជួបអគ្គនាយករបស់ក្រុមហ៊ុនយើងអ្នកពាក់អាវនេះគួរតែត្រឡប់ទៅវិញទៅដល់អាវរបស់អ្នក
ផ្លាស់ចេញទៅបើសិនអកញ្ញាយុរបស់យើងគាត់បានឃើញតើនឹងយល់ឃើញបែបណា ប៉ុន្តែអ្នកគ្រប់គ្រងសៀង កញ្ញាលីហេតុអ្វីអ្នកនៅទីនេះជំនួយការលីងអ្នកស្គាល់គាត់ទេនេះជាអនុប្រធានក្រុមហ៊ុនរបស់យើងជំនួយការអកញ្ញាយុជំនួយការលីងខ្ញុំសៀវសួរខាងនាយកដ្ឋានផែនការតើអកញ្ញាយុថ្មីមកដល់ពេលណាខ្ញុំនឹងទៅទទួលគាត់មានមនុស្សទទួលគាត់ហើយមិនត្រូវការអ្នកទេកញ្ញាលីអត្តសញ្ញាណអ្នកគ្មានគេដឹងនៅឡើយមិនបានជម្រាបសួរសុំទោសផងជំនួយការលីងតើអ្នករំលំមនុស្សឬនេះជាកញ្ញាលី ចាស់អ្នករស់លីងគឺជាខ្ញុំ ខ្ញុំមិនទាន់ខ្វាក់ទេកញ្ញាលីយើងតាមរកអ្នកសូមអញ្ជើញនេះ ពួកគេលួចតាក់ទងគ្នាគ្រាន់តែជាជំនួយការអកញ្ញាយុខ្ញុំគឺជាអនាគតអ្នកស្រីឈិន សូមអញ្ជើញតើនេះមិនមែនស្រីស្អាតក្នុងក្រុមហ៊ុនយើងទេឬអាទិត្យនេះហេតុអ្វីបានជាអ្នកមិនមកធ្វើការខ្ញុំនឹងអ្នកខ្លាំងណាស់ សូមមានសុជីវធម៌ផង លីឈីងអ្នកលេងរឹកមកលេតើអ្នកមកខ្ញុំនៅទីសាធារណៈឬខ្ញុំប្រាប់អ្នកធ្វើខ្លួនឯងអ្នកដឹងហើយកុំគិតថាគ្មានអ្នកដឹងតួអ្នកមិននិយាយ និយាយឲ្យច្បាស់តើខ្ញុំមានរឿងអ្វី ពេញមួយក្រុមហ៊ុននេះអ្នកណាមិនដឹងថាអ្នកលួចតាក់ទងជាមួយជំនួយការលីងអ្នកមិនបានមកក្រុមហ៊ុនមួយអាទិត្យហើយ 80% អ្នកចង់ប្រញាប់ឡើងចូលយើងជួយមើលមកគាត់ សម្អាតមាត់របស់អ្នកទៅ ខ្ញុំអាចធ្វើសាក្សីមានអ្នកដឹងទេថាលីឈីងទៅតែមានអាយុ20ឆ្នាំប៉ុណ្ណោះមានកូនមុនរៀបការអាយុ6ឆ្នាំ ស្រីដែលខុសសិលធម៌បែបនេះអាចរួមការងារជាមួយយើងដោយរបៀបណាមិនសាសមធ្វើមិត្តរួមការងារយើងទេ ធ្វើអ្វីក៏ដោយអ្នកមិនចេះខ្មាស់គេទេឬ មាត់អ្នកពើពលណាស់និយាយដោយគ្មានការពិតបំភាន់សាធារណជនដោយពាក្យកុហក លីឈីងមនុស្សអ្នកនេះ លីឈីងឈ្មោះនេះពិតជាពីរោះ តើពីរោះត្រង់ណា ពេលខ្ញុំហៅស្ដាប់ដល់ពីរោះលីឈីង មិនស្ដាប់ លីឈីងអីសីសុខផហាហា ខ្ញុំត្រូវតែដាក់ឈ្មោះនេះសូមដោយស្ងៀមស្ងាត់ក្នុងចិត្ត100,000 ដងមិនថាពេលណាទេគ្រាន់តែលើឈ្មោះនេះខ្ញុំអាចគិតពីអ្នកលោករធានតើខ្ញុំកាត់អ្វីលោកប្រធានតើលោកមានបញ្ហាអ្វីខ្ញុំច្បាស់ជាត្រូវបានពំពុះដោយស្ត្រីនេះ សង្កត់នាមចុះឲ្យខ្ញុំ តើអ្នកចង់ធ្វើអ្វីលែងខ្ញុំ នៅឲ្យស្ងៀមក ៅស្រានេះប្រសិនបើអ្នកផឹកវាខ្ញុំអាចអត់ទោសឲ្យអ្នក ឲ្យខ្ញុំផឹកខ្ញុំនឹងផឹកឬ បើកមាត់នាងឲ្យខ្ញុំផឹកវាភ្លាមស្រីអាក្រក់អ្នកធ្វើបាបម្ដាយខ្ញុំទៀតហើយ បងស្រីប្រធាន លោកឈិនគឺជាអ្នករកតូច ហេតុអ្វីអ្នកមកទីនេះបង្កបញ្ហាទៀត កុំនិយាយផ្ដេសផ្ដាសខ្ញុំមិនស្គាល់ក្មេងនោះទេពិធីជប់លៀងនឹងចាប់ផ្ដើមទៅពីនិតភ្ញៀវដែលមានវត្តមានបាទ ល្អណាស់ជាកូនក្មេងនេះទៀតហើយថ្ងៃនេះខ្ញុំនឹងទាំងអស់គ្នាមើលទៅនាងនិយាយថាខ្ញុំកុហកពេលនេះក្មេងបានមកដល់ហើយតើឪពុករបស់កុមារនេះនៅឯណាតើវាអាចទេថាមិនគួរទេតើនរណាជាឪពុករបស់កុមារនេះ តើវាអាចថានាងចង់តោកឡើងគួរស្វែងរកឪពុកឲ្យកុំនេះ មកយើងថាឲ្យម្ដាយខ្ញុំនឹងបំផ្លាញកុសសម្ព័ន្ធរបស់អ្នកទាំង9 តើឮទេលីឈីងកូនរបស់អ្នកមិនត្រឹមតែឲ្យមិនចង់បានសូម្បីគូក្បាលក៏មិនល្អដែរអាថោកទេមិនហ៊ានរុញខ្ញុំ បន្តត្បូងគុណនោះដូចជាប្រហែល តើអ្នកមិនអីទេជាមនុស្សធំហេតុអ្វីធ្វើបាបក្មេងអ្នកមិនខ្លាចសំសឹកទេឬ សត្វដែលឆានតូចបើចង់បន្ទោក៏បន្ទោមានម្ដាយគ្មានបានការអ្នកទាំងពីរលុបជុំគុំទីនេះថ្វាយបង្គំខ្ញុំ3 ដងខ្ញុំអាចនឹងបំភ្លេចរឿងថ្ងៃនេះតើពួកអ្នកកំពុងធ្វើអ្វីចាប់មកតើអ្នកចង់បានប្រាក់រង្វាន់ទេ ជប់ភ្លាមប្រហែលជីវិតជនទុច្ចរិតជប់ភ្លាម រូបភាពនេះហេតុអ្វីខ្ញុំមានអារម្មណ៍ថាប្រហែល ព្រះចាស់អាទីលីនិយាយអំពីប្តីក៏មកដល់គ្រាន់តែជាសត្វដែលឆានថ្នាក់ទាបមែនទេមើលទៅដូចជាមនុស្សឬឆ្កែ គាត់មើលទៅសង្ហានណាស់តែពីការភ្នែក នៅទីសាធារណៈបង្កើតបាក់ពួកដើម្បីសម្លុតមិត្តរួមការងារតើអ្នកអាចក្លាហានបានដោយរបៀបណាក្មេងប្រុសបាក់ភ្នែកឆ្កែរបស់អ្នកឲ្យមើលឲ្យច្បាស់នេះជាភរិយាលោកឈិនសៀននេះពេលអនាគតប្រសិនបើអ្នកយកច្បាស់ចូលចេញពីទីនេះឈប់ខ្វល់ពីរឿងតខ្លួនអ្នកនៅទីនេះមិនក៏ខ្ញុំមិនដឹងលោកឈិនលងស្នេហ៍ស្រីគ្មានតម្លៃបែបនេះពេលណា គាត់ថាអ្នកណាគ្មានតម្លៃនិយាយឲ្យច្បាស់ អាទាំងនេះយកមកដល់ឥឡូវហើយអ្នកគ្នានៅធ្វើអីទីនេះនេះជាសៀវសួរអនុប្រធានទី2មែនទេតើបងនេះជានរណា អ្នកគ្រប់គ្រងសៀងនេះជាប្រុសស្នេហ៍លីឈីងពួកគេទាំង3អ្នកគ្រួសារ
ចូលមកក្នុងពិធីជប់លៀងពួកយើងមើលទាំងអស់នេះដែលប្រឡាក់ជាស្នាដៃពួកគេបានអាកញ្ញាយុបានឃើញតើគិតយ៉ាងម៉េច អគ្គនាយកនឹងមកដល់ប៉ុន្មាននាទីទៀតលីឈីងគ្រូសាអ្នកតែអ្វីត្រូវសម្អាតវាឲ្យស្អាតខ្ញុំមិនជួបយ៉ាងម៉េចមិនចង់ជួបមែនទេអូខេបើមិនចង់សម្អាតអ្នកតែអ្វីក្នុងរយៈពេល5នាទីលើកកម្លាំងអត់ឲ្យស្អាតល្អណាស់ដូច្នេះខ្ញុំឲ្យពេលអ្នក5នាទីចាំមើលថាអ្នកអាចធ្វើអ្វីខ្ញុំនិយាយដូចខ្ញុំមែនទេគ្រប់គ្នាកំពុងធ្វើអ្វីរុញវាទៅដីឲ្យលិតឲ្យស្អាតបានជប់ភ្លាមជំនួយការលីងហេតុអ្វីបានជាអ្នកមកទីនេះវាជារឿងតូចតាចទេត្រឹមតែខ្ញុំចាត់ការបានហើយលោកឈិនតើអ្នកមិនអីមែនទេលោកឈិនសូមចិត្តត្រជាក់លោកឈិននេះជាការយល់ច្រឡំចេញឲ្យឆ្ងាយតើអ្នកជាអ្វីហ៊ានប្រមាថលោកឈិនតើមួយណាដែលស្រែកខ្លាំងជាងគេលោកឈិនយើងដឹងខុសហើយយើងមិនដឹងទេថាគាត់ជាកូនរបស់អ្នកយើងមានគ្រួសារត្រូវចិញ្ចឹមសូមកុំបញ្ឈប់ពួកយើងថ្នាក់លើជាមនុស្សចាត់ងំថ្នាក់ក្រោមខូចអ្នកគ្រប់គ្រងសៀវពិធីជប់លៀងចាប់ផ្ដើមបន្តិចទៀតតើអ្នកបាននិយាយអ្វីខ្លះមុននេះខ្ញុំនឹងឲ្យគេសម្អាតឥឡូវនេះធានាស្អាតរយៈពេល2នាទីហេអ្នកបាននិយាយថាកម្រើព្រំនេះអាចលិតបានស្អាតខ្ញុំគិតថានេះជាគំនិតល្អឲ្យនរណាម្នាក់តាមដានពួកគេអ្នកគ្រប់គ្រងសៀវត្រូវនាំអ្នកក្រៅបង្គាប់ល្អៗរបស់គាត់នៅកម្រើព្រំនេះឲ្យស្អាតបើនៅតែមានដាននៃស្នាមប្រឡាក់ត្រូវបានបណ្ដេញចេញគ្រប់គ្នា អាស៊ីនខ្ញុំតែងតែលើពូឆាន់និយាយអំពីអ្នកយើងក៏មិនទាន់មានឱកាសជួបគ្នាទេល្អណាស់អ្នកគ្រប់គ្រងសៀវមានអ្នកទៀតនៅទីនេះយកនាងទៅជាមួយអ្នកនឹងបានឆាប់ហើយ អាស៊ីនមិនមកឲ្យលឿនជាងនេះមិនមែនចឹងទេនៅសល់1នាទីប្រញាប់ឡើងលោកឪពុកលុយណាស់កុំនិយាយច្រើនអ្នកទាំងពីរមកជាមួយខ្ញុំលោកប៉ាបងប្រុសរបស់ខ្ញុំមានកូនប្រុសម្នាក់ឈិនស៊ីននាមប្រកូលយើងគឺឈិនដែរហេតុអ្វីបានជាអ្នកទទួលមរតកតើបានត្បូងគុកនេះមកពីណា ជាអ្នកគឺលោកឪពុកដែលឲ្យបំណងប្រាថ្នាជាពិសេសទៅលើត្បូងគាត់ទាំង3ដាក់បញ្ចូលគ្នាគ្រាន់តែគុំជារង្វង់ពេញលេញគ្រួសារយើងទាំង3នាក់នឹងជួបគ្នាពេញលេញមិនថាយើងនៅទីណាទេពេលឃើញត្បូងគាត់នេះអាចស្គាល់គ្នាទៅវិញទៅមកគាត់និយាយថាត្បូងគុកឲ្យបំណងប្រាថ្នាជាពិសេសដល់អ្នកតើអ្នកមិនចាំទេឬថាខ្ញុំនិយាយដោយចៃដន្យនិយាយព្រាមតើអ្នកដាក់ឆ្នាំអ្វីដល់ខ្ញុំឆ្នាំអ្វីខ្ញុំមិនយល់ពីអ្វីដែលអ្នកនិយាយទេអ្នកបានចូលទៅក្នុងអាងឯកជនរបស់ខ្ញុំធ្វើឲ្យខ្ញុំសន្លប់7ថ្ងៃឥឡូវខ្ញុំឃើញមុខអ្នកព្រាមចិត្តខ្ញុំវិលវល់នឹងរឿងទាំងនោះជាមួយរូបភាពចម្លែកឥឡូវនាំកូនអ្នកទៀតមករកខ្ញុំតើអ្នកចង់បានអ្វីលុយឬជាអ្វីផ្សេងម្យ៉ាងទៀតតើអ្នកលាក់បងគុជរបស់ខ្ញុំនៅឯណាសូមទោសម៉ាក់អ្នកឈឺគោទៅពីនិតខួរក្បាលរបស់អ្នកខ្ញុំក៏មិនស្គាល់ក្មេងនេះដែរហើយខ្ញុំក៏ចង់សួរអ្នកដែរត្បូងគុជរបស់ខ្ញុំត្រូវបានបាត់តើវាជាកំហុសរបស់អ្នកឬទេយ៉ាងហើយការយល់ច្រឡំរវាងឪពុកនិងម្ដាយខ្ញុំកាន់តែជ្រៅទៅមិនអាចបាច់មានតិចទេត្រូវធ្វើឲ្យពួកគាត់ឆាប់នៅគ្នាវិញខ្ញុំដឹងថាត្បូងគុជរបស់អ្នកនៅឯណាត្បូងគុជសម្រាប់អ្នកទាំងពីរម៉ែបងនៅសម័យបុរាណអ្នកគឺជាឪពុកនិងម្ដាយរបស់ទូលបង្គំវាច្បាស់ជាដោយសារត្បូងគុជមិននៅជុំគ្នាទើបអ្នកមិនមានការចងចាំពីសម័យបុរាណបាត់នៅសម័យបុរាណឬបោកប្រាស់ជាមួយនឹងការកុហកនេះអ្នកគិតថាខ្ញុំជឿអ្វីដែលពួកអ្នកនិយាយមែនទេតើអ្នកណាជាមនុស្សកុហកទោះបីអ្នកជួយខ្ញុំថ្ងៃនេះក៏មិនអាចថាឲ្យខ្ញុំបែបនេះដែរឥឡូវនេះឆាប់យកកូនរបស់អ្នកចេញបើមិនដូច្នេះអ្នកក៏ដូចមនុស្សទាំងនោះគឺត្រូវបណ្ដេញចេញទៅក៏ទៅដែរតោះយើងទៅសូម្បីក្មេងជាកូនរបស់អ្នកក៏ជាមនុស្សដែរខ្ញុំគិតថាអ្នកមិនសមនឹងធ្វើជាឪពុកគេទេមហាក្សត្រីមាតាតើយើងទៅណាឥឡូវឪពុករបស់អ្នកមិនទទួលស្គាល់អ្នកទេតើយើងអាចទៅទីណាទៀតខ្ញុំនាំអ្នកទៅផ្ទះរបស់ខ្ញុំសិនតោះទៅជាមួយការលេងតើអ្នកគិតថាក្មេងនោះដូចខ្ញុំទេលើពីភាពស្រដៀងគ្នាសូម្បីតែអាកប្បកិរិយាទាំងអស់គឺដូចគ្នាបីបាត់ធ្វើតែ DNA ឲ្យខ្ញុំមួយសម្រាប់ខ្ញុំនិងគាត់មួយទៀតរបស់លីឈីនិងគាត់បានលោកខ្លាំងហានហើយអាក្រក់ណាស់កុំចូលមកចិត្តខ្ញុំពួកគេហេតុអ្វីបានជាពួកគេទាំងអស់នៅក្នុងប្រអប់នេះឈប់លេងហើយមកញ៉ាំបាយមហាក្សត្រីមាតាអត់មានលុយទិញមកទេឬតើខ្ញុំអាចញ៉ាំវាដោយរបៀបណាក្លិនមិនល្អនេះជាគុយទាវខ្យងតើអ្នកមិនធ្លាប់ញ៉ាំទេឬវាមានក្លិនមិនល្អពិតមែនតែសាកញ៉ាំបន្តិចមើលយ៉ាងមិនដែរមានបច្ចេកឆ្ងាញ់ណាស់មែនឬម៉ាក់ឆ្ងាញ់ថ្ងៃក្រោយអ្នកអាចឈប់ហៅអធិរាជនិងព្រះមេដាបានទេក្នុងសម័យទំនើបនេះហៅថាម៉ាក់ឬទោះបីសម័យទំនើបឬបុរាណខ្ញុំក៏ចាញ់បោកក្មេងនេះដែរងាកមើលមកនេះក្មេងនេះ
គាត់មើលទៅស្រដៀងខ្ញុំអ្វីដែលគាត់និយាយក៏សំហេតុសំផលតើអាចថាអ្វីគ្រប់យ៉ាងដែលគាត់និយាយគឺជាការពិតនេះគួរឲ្យអស់សំណើចពេកហើយ មហាសាស្ត្រីមាតាប្រអប់នេះពិតជាវេទមន្តណាស់អ្នកអាចបំរៀនទូលបង្គំបានទេ អ្នកមានអាហារឆ្ងាញ់បន្ទាប់ពីញ៉ាំរួចចូលគេងឲ្យលឿនខ្ញុំនឹងនាំអ្នកទៅជួបលោកយាយថ្ងៃស្អែក លោកយាយ มันបានអ្នកមិនជួយខ្ញុំផ្នែកនោះតើកញ្ចក់ខ្ញុំត្រូវបានបញ្ចប់ជាយូរហើយប្រសិនបើនេះអាចសម្រាប់សម្រួលបានអាពាហ៍ពិពាហ៍ដ៏ល្អរវាងអ្នកនិងអាស៊ានត្រូវតែរៀបចំឡើងក៏ជួយស្រាយកង្វល់របស់ខ្ញុំ សូមឲ្យពូមានសុខភាពល្អគ្រាន់តែថាអាស៊ានជាច្រើនឆ្នាំនេះនៅមិនទាន់ទទួលយកខ្ញុំនៅឡើយទេតែនៅជាមួយបងស្រីអាក្រក់របស់ខ្ញុំរហូតមានកូន វាទៅរួចយ៉ាងម៉េចដែលអាស៊ានរៀបការដោយមិនប្រាប់អ្នកផ្ទះក្នុងចិត្តខ្ញុំអ្នកជាកូនប្រសារស្រីក្នុងគ្រួសារឈិនរបស់យើង ពូអាចចាត់ទុកខ្ញុំត្រឹមជាកូនស្រីរបស់អ្នកមិនថាមានអ្វីរវាងអាស៊ាននិងខ្ញុំទេខ្ញុំនឹងនៅតែគោរពអ្នក លោកប៉ាអ្នកតើអ្នកអាចយ៉ាងម៉េចទៅមុំស្ត្រីនេះចូលផ្ទះតើអ្នកចង់បំផាក់មុខខ្ញុំមែនទេលោកយាយចង់ឲ្យខ្ញុំនាំលីឈីងនិងកូនមកនៅជាមួយលោកយាយយាយអាចមើលថែក្មេងបានប៉ុន្តែស្រីនេះមិនចាំបាច់នាំចូលផ្ទះទេมันនឹងរៀបការជាមួយអ្នកនៅពេលក្រោយកុំរញ៉េរញ៉ៃជាមួយអ្នកផ្សេងឲ្យសោះលោកប៉ាដៃគូរៀបការដែលអ្នករកឲ្យខ្ញុំធ្វើបាបអ្នកដទៃនៅក្រុមហ៊ុនតើអ្នកដឹងរឿងនេះទេ លោកពូមិនមែនបែបនេះទេ ខ្ញុំដឹងរឿងនេះហើយអាននាងប្រាកដជាមិននៅក្បែរអ្នកដើម្បីបំផ្លាញអ្នកដោយឆ្នាំវេទមន្តទេឬខ្ញុំស្គាល់มันនាងមិនអាចទៅលួចទេធ្វើអ្វីមួយដូចនោះខ្ញុំឲ្យมันត្រឡប់ទៅក្រុមហ៊ុនវិញចាប់ពីពេលនេះនៅកន្លែងធ្វើការអ្នកត្រូវមើលថែมันឲ្យបានល្អកុំឲ្យគេធ្វើបាបនាងទៀត តាចាស់កំណាត់គឺស្រីអាក្រក់នេះដែលធ្វើបាបម្ដាយខ្ញុំ អ្នកថាទៅមើលតើកូននេះត្រូវបានបង្រៀនអ្វីខ្លះពីនាងពិធីមង្គលការអ្នកជាមួយมันត្រូវតែរៀបចំឡើងរៀបការឲ្យបានឆាប់ ខ្ញុំមិនយល់ស្របទេខ្ញុំមិនយល់ស្របទេ លោកយាយ ចៅទូដ៏អស្ចារ្យរបស់ខ្ញុំត្រូវតែកាត់ទៅតាមម្ដាយរបស់គេ អ្នកម៉ាក់ស្រីនេះមិនមែនជាមនុស្សល្អទេទុកក្មេងនៅទីនេះតើអ្នកអាចធានាបានដោយរបៀបណាมันគឺខុសគ្នាឥរិយាបថត្រឹមត្រូវចេះគូសមកាលពីមុនគាត់ថែមទាំងបានជួយជីវិតខ្ញុំទៀតផង ខ្ញុំសូមទៅបន្ទប់ទឹក លីឈីងឈប់ភ្លាម លីឈីងដឹងខ្លួនឡើងចិនសៀននៅជាមួយអ្នកជាមនុស្សមកពីពិភពផ្សេងចេញពីផ្លូវខ្ញុំមិនចង់ពាក់ព័ន្ធនឹងមនុស្សដូចអ្នកទេចាក់ខ្ជាយពេលវេលារីម៉ានហេតុអ្វីបានជាអ្នកឈួត លីឈីងអ្នកគួរតែបោះបង់ចោលគំនិតដែលគិតចង់ដណ្ដើមប្រុសរបស់ខ្ញុំអ្នកមិនស័ក្តិសមទេពាក់គ្រឿងសម្អាងដ៏ប្រណិតបែបនេះតើអ្នកចង់លួងអាស៊ានមែនទេ រីម៉ានទោះបីជាគ្មានខ្ញុំក៏ដោយចិនសៀនក៏មិនចូលចិត្តមនុស្សដូចអ្នកដែរទោះបីតូចទាំងនោះរបស់អ្នកកុំគិតថាចិនសៀនមើលមិនឃើញ ខ្ញុំពិតជាមើលស្រាលអ្នកណាស់ប្រាប់មកតើនៅពេលណាអ្នកមានកូននោះ មានអ្វីតាក់ទងនឹងអ្នក មិននឹកស្មានថាអ្នកមានមហិច្ឆតាដូចនេះទេចង់ប្លន់តំណែងជាភរិយា CEO គ្រួសារឈិននាងគ្មានផ្លូវទេ រីម៉ានកុំគិតថាអ្នកផ្សេងដូចអ្នកចង់ឡើងគូតាមផ្លូវកាត់កុំភ្លេចអត្តសញ្ញាណខ្លួនឯងអ្នកគ្រាន់តែជាកូនដែលអត់ខាន់ស្លា បិទមាត់លីឈីង រឿងគួរឲ្យស្អប់ខ្ពើមដែលអ្នកធ្វើបើចិនសៀនដឹងអ្នកគិតថាគាត់នឹងគិតយ៉ាងណាចំពោះអ្នក ខ្ញុំប្រាប់ថាឲ្យបិទមាត់ តើអ្នកនឹងត្រូវបណ្ដេញចេញឥឡូវនេះទេមានតែពួកអ្នកប៉ុណ្ណោះជាស្រីដែលបំផ្លាញគ្រួសារអ្នកដទៃទាំងម្ដាយនិងកូន ដូច្នេះអ្នកគួរដឹងពីអ្វីដែលត្រូវនិយាយនិងអ្វីដែលមិនត្រូវនិយាយ តើអ្នកបានបាញ់អ្វីមកលើខ្ញុំ អ្នកដឹងនេះជាខ្ញុំធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលដៅ ចិនសៀនជួយខ្ញុំផង អ្នកសំណាងហើយដែលនេះជាគ្រួសារឈិនថ្ងៃនេះខ្ញុំផ្ដល់មេរៀនឲ្យប៉ុណ្ណឹង លោកឈិនលទ្ធផលទេចេញមកហើយចៅបាយតូចពិតជាកូនបង្កើតរបស់អ្នកនឹងលីឈីងអ្នកប្រកាសថាអ្នកមិនបានធ្វើខុសមែនទេខ្ញុំរកសរសៃសពអ្នកតែអ្វីធ្វើតែដោយគ្រូពេទ្យជំនាញបំផុតលទ្ធផលទេគូតែត្រឹមត្រូវគាត់ពិតជាកូនរបស់ខ្ញុំនឹងលីឈីងតើវាអាចថាអ្វីដែលឈិនម៉ូលីបាននិយាយវាជាការពិតទាំងអស់ អាចកាត់តូចនោះមានពិតជាកូនរបស់លីឈីងនិងឈិនសៀននាងហ៊ានកុហកខ្ញុំហេតុអ្វីព្រះមេដាមិនត្រឡប់មកវិញម៉ូលីគឺខ្ញុំហាម៉ូលីគឺបងស្រីដែលមិនបានប្រុងប្រយ័ត្ននៅថ្ងៃនោះធ្វើឲ្យអ្នកឈឺចាប់តើអ្នកអាចអត់ទោសឲ្យបងស្រីបានទេភាពខុសគ្នារវាងអាយុខ្ញុំនិងអ្នកខ្ញុំមិនអាចហៅអ្នកហាបងស្រីបានទេអញ្ចឹងខ្ញុំធ្វើជាម្ដាយរបស់អ្នកអាចហៅខ្ញុំថាម៉ាក់ពីពេលនេះបានទេខ្ញុំមិនត្រូវការទេម្ដាយរបស់ខ្ញុំមានតែម្នាក់គិតម៉ូលីស្ដាប់ខ្ញុំនឹងនាំអ្នកទៅសួនកំសាន្ត
នឹងទៅញ៉ាំអាហារឆ្ងាញ់ៗជារៀងរាល់ថ្ងៃអ្នកលែងខ្ញុំទៅប្រសិនបើអ្នកមិនលែងខ្ញុំនឹងស្រែកព្រះចៅអធិរាជព្រះមេដាជួយខ្ញុំផងព្រះចៅអធិរាជក្មេងនេះបើនិយាយស្ដាប់គ្នាមិនបានទេអញ្ចឹងកុំបន្ទោសខ្ញុំថាអាក្រក់ព្រះមេដាសូមជួយទូលបង្គំផង Molly នេះឈីង Molly Molly នេះឈីង Molly នេះឈីង 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 នេះឈីងតើអ្នកនៅទីនេះទេនេះឈីង នេះឈីង 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 នេះឈីងឆាប់ញាក់ឡើងនេះឈីងឆាប់ញាក់ឡើង មិនចង់ទេ ក្រោកឡើង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  ចង់អោប អោបអោបអោប ឈិនសៀន ខ្ញុំនៅទីនេះតើមានអ្វីកើតឡើងมันជាគូដណ្ដឹងរបស់អ្នកនឹងរៀបការកុំរមែងរញ៉ៃជាមួយស្រីផ្សេងស្រី3ឬ4អ្នកដូចគ្នានេះឈីងអ្នកនឹងមិនជឿខ្ញុំហើយគាត់ថាខ្ញុំនៅតែមិនជឿអ្នក លោកឈិនលោកនឹងរៀបការវាជាការប្រសើរក្នុងការនៅឲ្យឆ្ងាយពីខ្ញុំមិនចង់ធ្វើជន់ទី3ទេ អូនព្រួយចិត្តចង់បាច់បងសូម្បីតែសាច់ឈាមខ្លួនឯងក៏មិនចង់បានឬ សាច់ឈាមបង្កើតឬខ្ញុំដឹងថាវាពិបាកពន្យល់ណាស់ប៉ុន្តែពួកយើងត្រូវបានចងភ្ជាប់ជាមួយគ្នា តើវាអាចទៅរួចដោយរបៀបណា តាមពិតទៅខ្ញុំក៏គិតថាវាហួសចិត្តដែរប៉ុន្តែនេះជាការពិតអ្វីគ្រប់យ៉ាងដែលម៉ូលីនិយាយគឺជាការពិត តើពេលនេះម៉ូលីននៅឯណា ខ្ញុំកំពុងតាមរកគាត់ដែរម៉ូលីយ៉ាងមិនហើយ វាជាកំហុសខ្ញុំដែលមិនជឿអ្វីគាត់និយាយគាត់មិនអាចចាក់ចេញទេមែនទេចិត្តងងឹតហើយតើគាត់អាចទៅណាបានក ុំបារម្ភខ្ញុំបានបញ្ជាគេឲ្យតាមរកហើយ ប៉ុន្តែយើងរកពេញក្នុងផ្ទះហើយ ទីឃ្លីបតែធំគាត់អាចនឹងនៅកន្លែងផ្សេងកុំភ័យខ្លាច តើនោះជាអ្វីនេះគឺជាស្បែកជើងរបស់ម៉ូលីគាត់ស្ថិតក្នុងគ្រោះថ្នាក់ធ្វើយ៉ាងម៉េចទៅម៉ូលីនៅក្មេងនៅឡើយ គ្មានផ្លូវទេគេនៅមិនអីទេគេនៅមិនអីទេ លោកឪពុកអ្នកនៅទីនេះដរាបណាយើងជុំគ្នាវិញទោះបីជាអ្នកបញ្ចាំខ្ញុំជាកូនក៏មិនសំខាន់ព្រះបិតានិងមាតា ម៉ូលី ម៉ូលី កុំធ្វើបាបម្ដាយខ្ញុំមិនហ៊ានធ្វើបាបម្ដាយខ្ញុំនឹងបំផ្លាញកុលសម្ព័ន្ធរបស់អ្នកទាំង9ម្ដាយខ្ញុំទៅបានអាក្រក់គេទៅបាននៅទីនេះប្រសិនបើខ្យល់មិនបក់ទេរលកនឹងមិនពុះ ប្រសិនបើខ្យល់មិនបក់ទេរលកនឹងមិនពុះអង្រួនក្នុងសុបិនហើយសាច់ អង្រួនក្នុងសុបិនហើយសាច់តើម៉ាក់មានបញ្ហាអ្វីឬ ចម្រៀងដែលអ្នកទៅតែច្រៀងខ្ញុំបានបង្រៀនអ្នកមែនទេ ម៉ាក់ទីបំផុតម៉ាក់នៅឃើញហើយខ្ញុំគិតថាអ្នកបានធ្វើគ្រប់យ៉ាងហើយចង់ទៅកូនប្រុសចោល ម៉ូលីខ្ញុំសុំទោសចំពោះអ្នកវាជាកំហុសខ្ញុំសុំទោសដែលខ្ញុំស្ទើរតែធ្វើឲ្យបាត់បង់អ្នក ម៉ាក់អូនគិតថាគុណភាពទឹកក្នុងស្រាគឺល្អណាស់គ្រាន់តែថាពេលវេលាចិត្តអស់ហើយរូបកាយរបស់ខ្ញុំកាន់តែខ្សោយ គ្រាន់តែអ្វី
គ្រាន់តែថាទឹកនៅក្នុងបឹងនេះត្រជាក់ពេកខ្ញុំការជំងឺផ្ដាសាយ ម៉ូលី ព្រះចៅអធិរាជ ម៉ូលីហេតុអ្វីអ្នកធ្លាក់ទឹក ដោយសារស្រីនោះចង់ធ្វើម្ដាយខ្ញុំមិនយល់ព្រមនាងក៏ចង់ធ្វើបាបទូលបង្គំ រីមិនទៀតហើយ ទុករឿងនេះឲ្យខ្ញុំឥឡូវនេះស្គាល់ម៉ូលីរួចហើយគ្រាន់តែនៅទីនេះខ្ញុំម៉ូលីត្រូវការអ្នក ចាក់ស្ត្រីមេដាសូមនៅទីនេះម៉ូលីមិនចង់ចាក់ចេញពីម្ដាយទៀតទេ ជាការល្អបានអ្នកឈប់ហៅម្ចាស់ស្ត្រីមេដាតាអ្នកគួរហៅខ្ញុំថាយ៉ាងម៉េច ម៉ាក់ ត្រូវហើយ ហេចុះខ្ញុំមិនត្រូវហៅយ៉ាងម៉េច ប៉ាអាស៊ីនពូឆិនឲ្យខ្ញុំនៅទីនេះជាមួយអ្នក រីម៉ាន់កុំគិតថាអ្នកបានជួយឪពុកខ្ញុំអ្នកអាចធ្វើអ្វីបានតាមចិត្តខ្ញុំប្រាប់អ្នកឆាន់ម៉ូលីនិងលីឈីងខុសពីអ្នកឈប់រវីរវល់ជាមួយពួកគេ អាស៊ានខ្ញុំមិនដឹងរឿងទេអ្នកយល់ច្រឡំឬក៏លីឈីង ដល់បន្ទោសអ្នកដទៃអ្នកពិតជាមិនមានខ្មាស់សោះសំណាងហើយដែលម៉ូលីមិនអីទេបើមិនដូច្នេះខ្ញុំឲ្យអ្នកធ្វើបន់សពជំនួសកូនប្រុសរបស់ខ្ញុំប្រមូលអីវ៉ាន់ចេញភ្លាមកុំឲ្យខ្ញុំឃើញអ្នកនៅក្នុងគ្រួសារឈិនទៀតមានវិឡាដ៏ស្រស់ស្អាតបែបនេះអ្នកនិយាយថាមិនមានលុយឬ ម៉ាក់ លោកលីនេះគឺជាកូនស្រីរបស់អ្នកមើលទៅមិនអាក្រក់ទេ កុំប៉ាកូនស្រីខ្ញុំ ថយចេញ ម៉ាក់ លីឆេងហ្វៃខ្ញុំឲ្យពេលអ្នក3ថ្ងៃទៀតបើមិនសងលុយវិញខ្ញុំអាចមើលឃើញក្មេងស្រីស្រស់ស្អាតនេះចាប់ពងរត់នាងដើម្បីសងបំណុលរបស់អ្នកទៅវិញ លោកប៉ាតើមានអ្វីកើតឡើងតើយើងគួរធ្វើយ៉ាងម៉េច ស្រាយធ្វើយ៉ាងម៉េចឬតាមឡើយយើងចង់ឲ្យអ្នកជួយឥឡូវនេះអ្នកត្រូវបានបណ្ដេញចេញគ្មានប្រយោជន៍ប្រសិនបើលុយមិនគ្រប់គ្រាន់ខ្ញុំនឹងប្រើអ្នកដើម្បីសងបំណុល លោកម្ចាស់កុំបារម្ភខ្ញុំមានវិធីមួយ វិធីអ្វី អ្នកស្គាល់លោកវ៉ាន់ច្បាស់គាត់មានលុយច្រើនតែត្រូវការនរណាម្នាក់លើកចុងក្រោយទោះបីមិនសម្រេចផែនការតែគាត់នៅគិតអំពីវាលើកនេះវានឹងល្អប្រសើរជាងមុនបើឲ្យពួកគេរៀបការភ្លាមយើងនឹងក្លាយជាគ្រួសារតែមួយតើមានអ្វីដែលមិនអាចនិយាយគ្នាបាន អត់ទេឥឡូវនេះលីឈីនឹងឈិនសៀនតែកងគ្នាយើងមិនអាចធ្វើអ្វីផ្លេចផ្លាស់ទេ លោកម្ចាស់ហើយទោះបីលីឈីងនិងឆិនសៀននៅជាមួយគ្នាតែនាងអាចជួយយើងដូចម៉ាន់ នេះជាអ្វីដែលខ្ញុំគិតដែរគ្មានគុណធម៌ដូចម្ដាយដែលស្លាប់ទៅអាត្មានិយមសូមខំថានាងអាចជួយយើងបានទៅចុះ នោះហើយមកពីខ្ញុំនេះដែលមានគំនិតល្អលោកឆិនហេតុអ្វីអ្នកមកទីនេះ មូលីកំពុងរងចាំអ្នករួចរាល់ហើយឬនៅទឹកទៅមកខ្ញុំជួយអ្នក រឿងតូចតាចបាច់នេះមិនបាច់រំខានលោកឆិនទេ កុំហៅលោកឈិន ដូច្នេះតើអ្នកចង់ឲ្យខ្ញុំហៅអ្នកយ៉ាងម៉េច ជាធម្មតាគួរហៅថាលោកស្រីម៉ាក់ធ្លាប់បែបនេះហៅតាពីមុនម៉ាក់ខ្ញុំសុំទោសតើអ្នកហៅលោកប៉ាថាលោកស្រីដូចពីមុនបានទេមានតែខ្ញុំទេដែលដឹងរឿងនេះ ខ្ញុំចុះទៅញ៉ាំអាហារមុនហើយ ហេម៉ាក់និងប៉ាតាមពិតត្រូវទិញក្នុងបន្ទប់ជាមួយគ្នានេះអញ្ចឹងឬខ្ញុំត្រូវតែចាត់ការដូច្នេះម៉ាក់និងប៉ាប្រាកដជានៅជាមួយគ្នា ម៉ូលីក្មេងកំហូចតើអ្នកកំពុងធ្វើអ្វី ម៉ាក់លោកប៉ាចង់ជួបអ្នកវិភាសា ហាតើជារឿងអ្វី អត់ដឹងទេហាក់ដូចជារឿងសំខាន់ណាស់ ហេ លីឈីងហេតុអ្វីអ្នកនៅទីនេះ តើអ្នកចង់ជួបខ្ញុំធ្វើអ្វីហោឆិនម៉ូលី ឆាន់ម៉ូលីយ៉ាងម៉េច ឆិនម៉ូលីឆាប់បើកទ្វារ ម៉ាក់និងប៉ាសូមឲ្យសុបិនតល្អ ឆិនម៉ូលីឆាប់បើកទ្វារ
កុំលេងសើច ខ្ញុំនឹងទៅងូទឹកមុនហើយ មិនដឹងថាគាត់ងូទឹកហើយពេលណារសជាតិទឹកនេះហេតុអ្វីក៏ចម្លែកម្លេះតើខ្ញុំសុបិនមែនទេហេសុបិននេះដូចជាពិតសំឡេងអ្វីនៅក្បែរត្រចៀកខ្ញុំ អេ នេះឈីង នេះគឺឈិនសៀន អ្នកបានផឹកអ្វី ស្រាខ្ញុំមិនបានផឹកស្រាទេខ្ញុំដឹងពីសមត្ថភាពផឹករបស់ខ្ញុំគ្រាន់តែខ្ញុំបានផឹកទឹកពីអឹក អេអង្គុយចុះសិនទៅអ្នកណាដាក់ស្រានេះនៅក្នុងបន្ទប់ខ្ញុំអេ ឈិនសៀនខ្ញុំខ្លាច កុំខ្លាចអីខ្ញុំនៅទីនេះយប់នេះអ្នកសម្រាប់នៅទីនេះខ្ញុំលេងលើសាឡុងតោះគេខ្ញុំនឹងយកទឹកមួយកែវមកឲ្យក ុំទៅនេះជាស្នាមថាដំបងរបស់ខ្ញុំ តើអ្នកស្រវឹងខ្លាំងទេអ្នកស្រវឹងពិតមែនឬធ្វើពុតការថាដំបងរបស់អ្នកឬអ្នកភ្លេចកាលពីលើកមុនហើយឬ ខ្ញុំប្រាកដចិត្តថាសម្រាប់ផែនការហើយប៉ុន្តែពិតជាមានធម៌ពលខ្លាំងធ្វើឲ្យអ្នកគេងលក់ស្រួលឬតាមម៉េច ម៉ូលីអ្នកញាក់ហើយដឹងទេថាយើងបារម្ភពីអ្នកបានគេងពេញមួយថ្ងៃកុំធ្វើបែបនេះម្ដងទៀត កូនប្រុសអ្នកណាអនុញ្ញាតឲ្យអ្នកផឹកស្រា ខ្ញុំមិនបានខ្ញុំច្បាស់ជាមិនបានផឹកទេតើមានអ្វីនៅក្នុងនោះតើវាអាចជាខ្ញុំគ្រាន់តែចង់សាករសជាតិបន្តិច កុំផឹកទៀតស្ដាប់បានទេ ព្រះចៅអធិរាជអ្នកឈឺ អេខ្ញុំប្រហែលជាដោយសារតែងូទឹកត្រជាក់វិញមួយយប់ ម៉ូលីមិនធ្វើបែបនឹងទៀតនៅថ្ងៃក្រោយតើឮទេ ខ្ញុំសន្យាមិនឲ្យមានលើកក្រោយទៀតទេប៉ុន្តែតើវាអាចទេខ្ញុំមានបំណងប្រាថ្នាតូចមួយ ប្រាថ្នាអ្វី អ្នកថ្ងៃនេះមើលទៅស្រស់ស្អាត ម៉ូលីជប់លេងហើយមកថតរូប មកម៉ូលីមកអោបប៉ាមក3 2 1ត្រៀមកូនស្រីអកតញ្ញូប្រញាប់មកទីនេះឥឡូវបើមិនដូច្នេះទេខ្ញុំវាយភ័យម្ដាយរបស់អ្នក លីឆេងផៃតើអ្នកកំពុងធ្វើអ្វីអ្នកយកភ័យម្ដាយខ្ញុំទៅណាខ្ញុំសួរអ្នកតើអ្នកយកភ័យម្ដាយខ្ញុំទៅណាកូនស្រីហេតុអ្វីក៏ខឹងពេលមកដល់ផ្ទះមិនអង្គុយឲ្យបាត់ហត់សិនទេឬនេះគឺអ្នកប្រុសវាងអ្នកធ្លាប់ឃើញគាត់ពីមុនហើយ ទោះបីអ្នកវាខ្ញុំពីមុនក៏ដោយប៉ុន្តែចាប់ពីពេលនេះអ្នកត្រូវតែចិត្តធ្វើតាមខ្ញុំនឹងបំភ្លេចរឿងពីមុនតាមពិតទៅខ្ញុំចូលចិត្តថាមពលនៅក្នុងខ្លួនអ្នកតើនេះបានន័យថាម៉េច លីឆេងផៃអ្នកលួចខ្ញុំម្ដងហើយចង់លួចខ្ញុំជាលើកទី2ទៀតខ្ញុំប្រាប់អ្នកមិនអាចទៅរួចទេ ហេតុអ្វីអ្នកប្រហើនជាមួយលោកវាងដែលជួយរៀបចំទីបញ្ចុះសពដ៏ល្អឲ្យម្ដាយអ្នកមិនក៏អ្នកមិនដឹងល្អអាក្រក់ ត្រូវហើយបងស្រីហេតុអ្វីក៏អ្នកនិយាយជាមួយប៉ាបែបនេះប៉ាក៏ធ្វើដើម្បីបំណងល្អដល់អ្នកដែរបំណងល្អឬវាដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពួកអ្នកទេរីម៉ាន់
អ្នកគិតថាខ្ញុំនឹងងឬ ខ្ញុំប្រាប់អ្នកខ្ញុំមិននិយាយច្រើនទេពិធីមង្គលការថ្ងៃនេះរវាងអ្នកនិងលោកបានត្រូវតែធ្វើ ខ្ញុំក៏ប្រាប់អ្នកដែរខ្ញុំមិនរៀបការទេអ្នករៀបការខ្លួនឯងទៅ នេះអូខេដោយសារតែនាងមិនចង់រៀបការអ្នកជំពាក់ខ្ញុំប៉ុន្មានគ្រាន់តែបោះលុយឲ្យខ្ញុំមកហេលោកវាងគ្មានគុំនឹកខ្លីសូមអត់ធ្មត់បន្តិចហេអ្នកធ្វើអីលោកវាងអ្នកត្រឡប់ទៅរៀបចំអាពាហ៍ពិពាហ៍លីឈីងទុកឲ្យខ្ញុំចាត់ការ ប៉ាប៉ាមិនក៏មិនទាន់មកវិញមាននៅតែព្រៀងខ្លាំងនៅខាងក្រៅតើនឹងមានអ្វីកើតឡើងចំពោះគាត់ទេ ចាំខ្ញុំនៅផ្ទះខ្ញុំនឹងទៅរកគាត់ លោកកៅ ពេលយើងនឹងលោកបានខ្លាចជាគ្រួសារតែមួយថ្ងៃល្អសម្រាប់គ្រួសាររបស់យើងវានឹងមកដល់ អបអរលោកប៉ា លោកកៅ អាស៊ីនអ្នកមកទទួលខ្ញុំទៅវិញមែនទេ លីឈីងនៅឯណាលោកឈិនអ្នកមកទីនេះដើម្បីទទួលលីឈីងនាងត្រឡប់ទៅវិញហើយ នាងមកយករបស់របរម្ដាយក៏ទៅវិញហើយមិនត្រឡប់ទៅរកនៅផ្ទះ អេលោកឈិនអ្នកមិនអាចចូលទៅបានទេ ថយចេញនេះលោកឈិនខ្ញុំក៏ថាលីឈីងឥឡូវរហ័សកំពុងរងចាំអ្នកនៅផ្ទះយកល្អកុំធ្វើល្បិចដាក់ខ្ញុំហើយយ៉ាឃើញថាឈិនសៀនខ្វល់ពីលីឈីងខ្លាំងបើដឹងថាលីឈីងរៀបការជាមួយលោកវាងតើគាត់នឹង ប៉ាកុំភ្លេចថាខ្ញុំជាអ្នកសង្គ្រោះពូឈិនសម្ដីរបស់ពូឈិនអាស៊ានគាត់មិនហ៊ានទេ ត្រូវឲ្យចាត់ដរាបណាយើងយកលីឈីងរៀបការជាមួយលោកវាងគឺជួយម៉ាន់ឲ្យរៀបការចូលគ្រួសារឈិនដើម្បីគ្រួសារលីរបស់យើងវានឹងល្អទាំងអស់ហើយមានគ្រោះថ្នាក់អ្វីឡើយ នោះគឺត្រូវសំណាងល្អដែលយើងបានយកលីឈីងទៅទុកនៅសន្តាគារបើមិនដូច្នេះឈិនសៀនប្រកាសជារកឃើញនាងធ្វើរឿងមួយឲ្យខ្ញុំស្វែងរកទីតាំងរបស់លោកស្រីឬបាទលោកឈិន ដឹងខ្លួនហើយឬ មនុស្សអាក្រក់ពីរអ្នកម្ដាយកូនអ្នកនេះឆាប់លែងខ្ញុំមិនថាយើងធ្វើអ្វីទេវាប្រសើរជាងអ្នកមានកូនមិនរៀបការអ្នកចង់ប្រើកូនមកប្រគួតដណ្ដើមតំណែងមិនឬលេយល់សពទៅសំណាងល្អលោកវាងមិនដឹងថាអ្នកមានកូនហើយនោះគាត់នឹងមិនចំណាយប្រាក់ច្រើនរៀបការជាមួយអ្នកហាហាហា អ្នកឯងបើអាស៊ានដឹងថាអ្នករៀបការជាមួយលោកវាងតើគាត់ត្រូវខឹងប៉ុណ្ណាដូច្នេះខ្ញុំអាចរៀបការចូលក្នុងគ្រួសារឈិនយ៉ាងពិតប្រាកដខ្លាចជាតែថ្មីរបស់ឈិនម៉ូលីកុំបារម្ភខ្ញុំនឹងធ្វើល្អចំពោះគាត់ អ្នកទាំងពីរពិតជាចូលចិត្តធ្វើជាតែចុងដោយសារតែអ្នកចូលចិត្តពេកខ្ញុំនឹងទុកវាឲ្យអ្នកខ្ញុំខ្លាចថាអ្នកនឹងត្រូវបណ្ដេញចេញនៅថ្ងៃក្រោយដែរឬទេ បិទមាត់ឥឡូវនេះអ្នកមានជំរឿនពីរប៉ុណ្ណោះទី1ជាកូនក្រមុំត្រូវរៀបការជាមួយលោកវាងទី2ខ្ញុំនឹងទូរស័ព្ទទៅលោកវាងឥឡូវនេះលោកអ្នកទៅឲ្យកន្លែងដែលគ្រប់គ្នាអាចសប្បាយជាមួយអ្នកឱកាសដែលផ្ដល់ឲ្យអ្នកជ្រើសរើសខ្លួនឯងទៅ បើខ្ញុំរៀបការជាមួយលោកវាងប្រហែលជាខ្ញុំអាចមានឱកាសដែលឈិនសៀនអាចមកជួយតាន់ពេលខ្ញុំនឹងរៀបការជាមួយលោកវាង ត្រឹមត្រូវហើយលីឈីងអ្នកនឹងមិនអាចលួចពីដៃខ្ញុំហើយកុំគិតថាឈិនសៀននឹងមកជួយអ្នកតាន់ពេលគ្មាននរណាម្នាក់អាចរកអ្នកឃើញទេតាមសប្បាយ ប៉ាម៉ាក់មិនត្រឡប់មកវិញពេញមួយយប់ត្រូវតែមានអ្វីមួយកើតឡើងអស់យើងទៅរកគាត់ឲ្យលឿន ជំនួយការលេងប្រសិនបើអ្នកមិនអាចរកឃើញទៀតទីតាំងអ្នកស្រីអ្នកត្រូវរៀបចំអីវ៉ាន់លីឈប់តបទៅលោកវាងអ្នកមានសំណាងណាស់ឮថានេះជាកូនស្រីច្បងនៃគ្រួសារលីទៅតែរៀនចប់មហាវិទ្យាល័យស្រស់ស្អាតខ្លាំងណាស់ នោះក៏ជាលោកវាងដែលមានទេពកោសល្យម្នាក់ជាមួយនឹងស្រីច្បងនៃគ្រួសារលីគឺស្អាតសមគ្នាណាស់ ចាសត្រូវ កូនក្រមុំមកហើយលោកវាងកាងតើអ្នកចង់រៀបការលោកស្រីលីឈីងជាភរិយារបស់អ្នកទេទាំងសុខភាពល្អឬឈឺទោះមានឬក្រខ្ញុំព្រមមកខាងនេះប្រញាប់ឡើងអ្នកស្រីលីឈីងតើអ្នកចង់រៀបការជាមួយមនុស្សនៅក្បែរអ្នកគឺលោកវាងធ្វើជាភរិយាគាត់ទេទាំងសុខភាពល្អឬឈឺ
ទោះមានឬក្រអ្នកនឹងមិនចាក់ចេញពីគាត់ឡើយមាននឹងមិនអីទេ ឈិនសៀនរវាងយើងទាំងពីរតើវាពិតជាមកដល់ទីបញ្ចប់មែនទេ នាងយំថ្ងៃនេះគឺជាពិធីមង្គលការរបស់លីឈីងនាងមិនចង់ទៅចោលពួកយើងលីឈីង ខ្ញុំគ្រាន់តែជាកូនស្រីដែលគេបោះបង់ចោលខ្ញុំមិនសមនឹងឈិនសៀនទេនេះប្រហែលជាវាសនារបស់ខ្ញុំ ដូច្នេះសូមសួរទៅអ្នកស្រីលីឈីងតើអ្នកចង់រៀបការទេ ខ្ញុំនឹង នាងមិនចង់ទេ ឈិនសៀន ម៉ាក់ប៉ានឹងខ្ញុំមកទីនេះជួយអ្នកហើយ ឈិនសៀន ហេតុតើនេះជានរណាមិនក៏ហ៊ានមកបង្កបញ្ហានៅកន្លែងអាពាហ៍ពិពាហ៍ នេះគឺចម្លែកណាស់ឆាប់ឡើងមកទីនេះល្អណាស់អ្នកហ៊ានបោកប្រាស់មកគូការលោកបានសូមស្ដាប់ខ្ញុំពន្យល់សិនខ្ញុំប្រាប់អ្នកហេតុការណ៍នៅថ្ងៃនេះអ្នកត្រូវទទួលខុសត្រូវអ្នកនៅតែជំពាក់ខ្ញុំ40លានដុល្លារតើអ្នកជានរណាហ៊ានបង្កបញ្ហាលើទឹកដីខ្ញុំបណ្ដេញមនុស្សបង្កបញ្ហានេះចេញទៅហេលោកវាងនេះគឺលោកឈិនអ្នកនិយាយថាគាត់គឺប្រធានក្រុមហ៊ុនឆេនគ្រប់ឬអ្នកគឺជាមនុស្សពូកែកុហកអ្នកលោកកូនស្រីរបស់អ្នកឲ្យមកខ្ញុំព្រោះតែចង់មានបានតាមកូនស្រីតាមមិនអញ្ចឹងឬហាតើអ្នកគិតថាអ្នកជានរណាហ៊ានប្លន់កូនក្រមុំក្នុងពិធីមង្គលការរបស់ខ្ញុំចាចាញ់បងកិច្ចសហប្រតិបត្តិការជាមួយវាងតើអ្នកកំពុងសំតែងឲ្យអ្នកណាមើលនរណាក៏បានមកយកពួកគេចេញទៅវិដំអេលោកវាងគ្រូសាលីធ្វើឲ្យខ្ញុំខ្មាស់គេតើអ្នកគិតថាខ្ញុំនឹងបលែងអ្នកងាយមែនទេអូយរបស់យោអីយ៉ាជាមនុស្សក្លាហានអ្នកពន្យាពេលអាពាហ៍ពិពាហ៍របស់ខ្ញុំអាឡូអូតូខ្ញុំរវល់លីកាថាម៉េចគ្រូសាចិនបានដកដាំទុនចេញពិតជាលោកឈិនមិនមែនទេលោកឈិនគឺជាឪពុករបស់កញ្ញាលីរឿងចាស់នេះដើម្បីបំពេញចន្លោះនៅក្នុងក្រុមហ៊ុនមានកូនស្រីសន្លប់ទើបចាប់ឲ្យខ្ញុំលោកឈិនបើខ្ញុំដឹងពីទំនាក់ទំនងអ្នកទាំងពីរខ្ញុំមិនអាចរៀបការជាមួយនាងទេលោកឈិនសូមផ្ដល់ឱកាសឲ្យខ្ញុំមកតទៀតចេញទៅសូមជួយពិចារណាផងអ្នកឯងរងចាំមើលចាប់ពីថ្ងៃនេះការសហការជាមួយលីគឺប្រឆាំងនឹងគ្រូសាឈិនរបស់ខ្ញុំទេលោកឈិនសូមស្ដាប់ខ្ញុំបកស្រាយសិន លោកឈិនលីឈីងនាងគឺជាសមាជិកនៃគ្រួសារលីហើយម៉ាន់របស់ខ្ញុំក៏បានជួយលោកម្ចាស់ឈិនដែរ ផ្នែកមួយនៃឧបករណ៍របស់អ្នកសម្រាប់ការរកលុយកុំឈីងនិយាយអ្វីខ្លះទៅ និយាយឬតើខ្ញុំនិយាយអ្វីបានពេលខ្ញុំនិយាយអ្វីមួយអ្នកប្រហែលជាអាក្រក់ជាងពេលឥឡូវនេះ បងស្រីយើងទាំងអស់គ្នាជាគ្រួសារមួយមិនប្រនិយាយអ្វីសាហាវម្លេះ គ្រួសារតែមួយនៅពេលយកធាតុម្ដាយខ្ញុំគំរាមខ្ញុំបោះខ្ញុំចេញនៅពេលអ្នកបង្ខំខ្ញុំឲ្យរៀបការតើអ្នកធ្លាប់គិតជាគ្រួសារតែមួយទេលីឆេងហ្វៃខ្ញុំនៅចំពោះមុខមនុស្សជាច្រើនថ្ងៃនេះចាប់ពីពេលនេះនឹងកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយអ្នកខ្ញុំឈ្មោះលីឈីងលែងមានឪពុកទៀតហើយតោះយើងទៅ ឈប់សិនមនុស្សគ្រប់គ្នានៅទីនេះជាសាក្សីខ្ញុំមានអ្វីមួយត្រូវប្រកាសយ៉ាងឱឡារិកចាប់ពីថ្ងៃនេះលីឈីងគឺជាភរិយានាយករដ្ឋបាលនៃគ្រួសារឈិនជាម្ដាយរបស់កូនប្រុសខ្ញុំឈិនម៉ូលីភរិយារបស់ខ្ញុំឈិនសៀនអ្នកណាប្រឆាំងនឹងនាងគឺប្រឆាំងនឹងគ្រួសារឈិនរបស់ខ្ញុំលើសពីនេះអាពាហ៍ពិពាហ៍របស់យើងនឹងត្រូវធ្វើឡើងនៅវិមានដ៏ប្រណិតបំផុតភ្ញៀវទាំងអស់សូមអញ្ជើញមកធ្វើជាសាក្សីមកទីនេះកូនប្រុសតោះទៅតែខ្ញុំវិញថ្ងៃនេះខាងឪពុកខ្ញុំនឹងដោះស្រាយវាអ្នកមិនចាំបាច់បារម្ភទេក្រៅពីនេះខ្ញុំក៏បានជ្រើសរើសក្នុងម្ដាយរបស់អ្នកឡើងវិញគ្មាននរណាម្នាក់រំខាននាងទៀតទេ ឈិនសៀនអរគុណច្រើន តើអ្នកកើតអ្វី ខ្ញុំត្រូវគេដាក់ថ្នាំពួកគេចង់ឲ្យខ្ញុំនិងលោកបានធ្វើរឿងមួយ
ម៉ាក់នឹងប៉ាតើអ្នកកំពុងធ្វើអ្វីម៉ាក់ហេតុអ្វីបានជាមុខរបស់អ្នកក្រហមដូចនេះ អត់មានអ្វីទេ Áp lên cùng nhỉ. ពិតជារំខានម៉ៃឲ្យគ្រប់ពេលប៉ាតើចង់និយាយអ្វីជាមួយខ្ញុំអ្នកណាអនុញ្ញាតឲ្យអ្នកប្រកាសរាយការណ៍ជាមួយនារីនោះខ្ញុំប្រាប់អ្នកដរាបណាខ្ញុំមិនទាន់ស្លាប់គ្មានផ្លូវខ្ញុំឲ្យអ្នកនាំស្រីនោះចូលក្នុងគ្រួសារទេប៉ាឆាន់ម៉ូលីជាកូនខ្ញុំក៏ត្រូវការម្ដាយខ្ញុំក៏ត្រូវការលីឈីងដែរខ្ញុំសង្ឃឹមថាអ្នកអាចប្រទានពរអាពាហ៍ពិពាហ៍របស់ខ្ញុំជាមួយលីឈីងជប់ភ្លាមតើអ្នកទៅណាខ្ញុំរើទៅផ្ទះវិឡាក្បែរក្រុមហ៊ុននេះស្រួលសម្រាប់ឈីងអានិងខ្ញុំក្នុងការទៅធ្វើការមើលថែសុខភាពរបស់អ្នកផងនេះប៉ាអ្នកអត់ទៅសិនទៅកំហឹងរបស់បងប្រុសតែងតែឆេវឆាវបែបនេះកុំខឹងនឹងគាត់អីឥឡូវនេះវាត្រូវបានផ្សព្វផ្សាយជាសាធារណៈវាបង្ហាញថាគាត់ត្រូវបានកំណត់ប៉ុន្តែអ្វីដែលគ្រួសារចិនរបស់យើងឲ្យតម្លៃគឺចរិតខ្ញុំមិនអាចទេឲ្យគាត់រៀបការជាមួយស្រីបែបនោះបងប្រុសមិនអាចយល់បានឥឡូវនេះថ្ងៃណាមួយបងប្រុសអាចយល់ពីបំណងល្អរបស់អ្នកកូនឈីនខ្ញុំចាំថាខ្ញុំបានប្រាប់អ្នករឿងរ៉ាវអំពីអ្នកស្នងមរតកនៃគ្រួសារចិនរបស់យើងបាទអ្នកនិយាយថាម្ដាយបង្កើតបងប្រុសបានលះបង់ពេញមួយជីវិតគាត់ដើម្បីគ្រួសារចិនដូច្នេះអ្នកស្នងមរតកមានតែបងប្រុសប៉ុណ្ណោះគ្រាន់តែដឹងកុំគិតច្រើនពេកអត់ទេគ្រាន់តែជាលេខដ៏សាមិនមែនដោយសារម្ដាយបង្កើតខ្ញុំជាអ្នកបម្រើរបស់អ្នកទេឬអ្នកស្នងមរតករបស់គ្រួសារចិនតើវាជានរណាមិនចាំបាច់នៅឡើយទេ ហេតុអ្វីបានជានាឡិការោមិនឈប់អរុនសួស្តីលោកស្រីសូមឲ្យអ្នករីករាយថ្ងៃធ្វើការលោកស្រីហេតុអ្វីបានជាអ្នកធ្វើរឿងធំបែបនេះ នាំអ្នកទៅធ្វើការមកលោកស្រីសូមចូលឡាន អ្នកធ្វើធម្មតាបានទេខ្ញុំមិនចង់ឲ្យបុគ្គលិកដទៃដឹងពីទំនាក់ទំនងយើងទេ ខ្ញុំមិនអាចទុកអ្នកចោលនៅកន្លែងធ្វើការបានទេ តើអ្នកណាមានប្តីអ្នកក្រអាចជិះរថយន្តប្រណិតទៅធ្វើការលើសពីនេះខ្ញុំមានយានផ្ទាល់ខ្លួនឈប់បារម្ភទៀតទៅ ប៉ុន្តែ ខ្ញុំទៅមុនហើយ តើអ្នកដឹងទេលោកឆាន់និយាយពីម្សិលមិញចង់រៀបការជាមួយកូនស្រីនៃគ្រួសារលីដែលធ្វើការនៅក្រុមហ៊ុនយើងតើលីឈីងឬក៏រីម៉ាន់ប្រាកដជាបងស្រីរីម៉ាន់ព្រោះមានការស្វាគមន៍ការត្រឡប់មកជាប្រធានវិញជាផ្លូវការហើយខ្ញុំបានលើកពីមុនថាលោកប្រធានហៅគាត់កូនប្រសាពេញមាត់ថែមទៀតផងឈប់និយាយសាស្វាកំពុងមកតើអ្នកកំពុងនិយាយអំពីអ្វីបងស្រីរីម៉ាន់អ្នកមកដល់ហើយតើអ្នកហៅថាម៉េចពីថ្ងៃនេះតទៅយើងគួរហៅថាលោកស្រីឆិន លោកស្រីឆិនតើពួកគេគិតថាខ្ញុំជាអ្នកស្រីនៃគ្រួសារឆិនឬលោកស្រីឆិនតើពួកគេគិតថាឆិនសៀនចង់រៀបការជាមួយរីម៉ាន់មែនទេគួរឲ្យអស់សំណើចណាស់ គឺបែបនេះខ្ញុំសង្ឃឹមថាវាជាគន្លឹះទាបបន្តិចកុំពិសេសព្រោះឋានៈខ្ញុំយើងទាំងអស់គ្នាយល់ហានេះមិនមែនជាចិនដងកំណត់ចុងក្រោយនៅឯការដេញថ្លៃរបស់ចក្រភពអង់គ្លេសកាលពីអាទិត្យមុនទេឬមិននឹកស្មានពាក់លើដៃរបស់លោកស្រីក្រែងនេះជាអ្នកស្រីឆិនឬសម្លៀកបំពាក់និងកាបូបទាំងនេះសុទ្ធតែជា fashion ថ្មីមែនទេ brand នេះធ្វើពីមាសសុទ្ធលោកស្រីសម្លៀកបំពាក់ដែលអ្នកពាក់មើលទៅល្អណាស់មិនថារបស់ទាំងនេះនៅឯណាបើគាត់ឃើញគាត់នឹងទិញវាឲ្យខ្ញុំលីឈីងតើអ្នកកំពុងធ្វើអ្វី កូនសោរបស់ខ្ញុំគឺម៉ាញ៉េទិកហេតុអីវាឆក់មាសរបស់អ្នកដែរដូច្នេះពេលត្រឡប់ទៅវិញខ្ញុំលាបវាជាមួយស្រទាប់មាសខ្ញុំអាចប្រាប់គេថាជាហៅខូឈើនៅពេលចេញខាងក្រៅ ឈើខែសូលរបស់បងស្រីរីម៉ាន់គឺคล้ายយើងប្រហែលជាចងចាំវាខុសហើយមួយដែលធ្វើពីមាសសុទ្ធគឺជាគំរូមួយផ្សេងទៀតតើលោកស្រីឆិនអាចទិញទំនិញคล้ายដោយរបៀបណា តើអ្នកចេះតែជឿដែរមែនទេនៅពេលនេះនិយាយថាជាលោកស្រីឆិន បើមិនមែនជាគាត់តើជាអ្នកមែនទេបុគ្គលិកអន់ជិះកង់អគ្គិសនីមកធ្វើការលីឈីងខ្ញុំគិតថាអ្នកច្រណែនព្រោះអ្នកមានកូនដោយគ្មានឪពុកមិនសំណាងដូចគេអីយ៉ាតើអ្នកមានធំក្លិនអ្វីទេហាវាប្រែថាវាជាក្លិនរបស់វិទ្សែនតើអ្នកណាមិនដឹងថាអ្នកខំប្រឹងដេញតាមលោកឆិនជារៀងរាល់ថ្ងៃដោយគ្មានភាពអៀនខ្មាសតែយ៉ាងណាក៏មិនសម្រេច ឆាប់បិទមាត់ទាំងអស់គ្នាតើប្រកែកគ្នារឿងអ្វីលោកឆិនមិនពិការភ្នែកទេលីឈីងអ្នកមិនទាំងសម្លឹងខ្លួនឯងក្នុងកញ្ចក់ផងលោកស្រីខ្ញុំជាអ្នកគ្រប់គ្រងថ្មីឈ្មោះវ៉ាងគ្រាន់តែហៅខ្ញុំថាវ៉ាងលោកស្រីចង់ផឹកអ្វីទេលីឈីងទៅទិញវាឲ្យប្រពន្ធលោកឆិន មិនចាំបាច់ទេខ្ញុំនៅមានការងារជាច្រើនដែលត្រូវធ្វើ ហេតុអ្វីរំខានអ្នកធ្វើកិច្ចការទាំងអស់នេះដោយខ្លួនឯងនេះយកទៅ
មុនថ្ងៃត្រង់បំពេញរបាយការណ៍និងគម្រោងផែនការទាំងអស់នេះវាជាបន្ទប់ការងាររបស់នាងពេញមួយអាទិត្យហេតុអ្វីអ្នកឲ្យខ្ញុំបញ្ចប់វាតែមួយរសៀលហាមិនក៏ហ៊ានតមាត់មកឲ្យការងារអ្នករាល់គ្នាទៅនាងឲ្យអ្នកនៅថ្ងៃជប់សម្រាប់តិចតួច សូមអរគុណអ្នកគ្រប់គ្រងបានអ្នករាល់គ្នាហត់ហើយខ្ញុំបានទិញបង្អែមមកយកនៅការិយាល័យរបស់ខ្ញុំនៅពេលក្រោយអរគុណលោកស្រីពិតជាអស្ចារ្យមែន អារុនសួរទៅលោកស្រី បានជំនួយការលីងក៏បានជម្រាបសួរលោកស្រីផងដែរពិតជាត្រឹមត្រូវអ្នកស្រីរបៀបដែលលោកឆាន់មើលមកអ្នកនេះពេលនេះសុភាពណាស់ខ្ញុំមិនដែលឃើញគាត់ញញឹមបែបនេះទេអ្នកសប្បាយចិត្តចុះ រីម៉ាន់ខួរក្បាលរបស់អ្នកប្រប្រដីដែរឬទេហេតុអ្វីបានជាអ្នកមកទីនេះ មនុស្សខ្លះស្លាប់រស់ព្រមធ្វើការដូច្នេះខ្ញុំមិនអាចមិនមើលថែអ្នកទេ ខ្ញុំត្រូវបញ្ចប់ការងារនៅក្នុងដៃអ្នកត្រឡប់ទៅការិយាល័យមុនសិនទៅកុំឲ្យអ្នកដទៃឃើញ មើលប្រពន្ធខ្លួនឯងមិនអីទេ ខ្ញុំមិនទាន់ឆ្លើយព្រមធ្វើជាប្រពន្ធអ្នកទេ ហេតុនិយាយម្ដងទៀត និយាយថាយ៉ាងម៉េច លីឈីងអ្នកលួចចល អ្នកដឹងថាអ្នកកំពុងនិយាយជាមួយអ្នកណាទេលីឈីងនាងគឺជាមនុស្សដែលខ្ញុំចូលចិត្តបំផុតការងារជាមូលដ្ឋានទាំងនេះមិនសមនឹងនាងទេខ្ញុំឃើញថាអ្នកមានសេរីភាពណាស់ខ្ញុំទៅការងារដែលនៅសល់ឲ្យអ្នក លោកឆាន់ខ្ញុំ នេះការងារពេលនេះញ៉ាំហើយទៅជាមួយខ្ញុំប្រពន្ធខ្ញុំអ្នកនៅតែធ្វើការថែមម៉ោងដល់យប់ជ្រៅ នេះគឺការបញ្ជាទិញដ៏ធំបំផុតយកគាត់ចុះក្រុមហ៊ុនរបស់យើងចាប់ពីពេលនេះទៅនឹងល្បី ដូច្នេះខ្ញុំនឹងរងចាំរៀបចំពិធីជប់លៀងអបអរសាទរអ្នកមកតើអង្គស៊ីតេនេះយ៉ាងម៉េចដែរ គឺល្អណាស់ ល្អណាស់គ្មានរង្វាន់មែនទេតើមែនទេមកឲ្យលឿន កូននេះហេតុអ្វីរញ៉េរញ៉ៃយ៉ាងនេះ ឆាប់ចេញមកក្មេងកំហូចតើអ្នកមកទីនេះដោយរបៀបណាដូច្នេះខ្ញុំនៅទៅផ្ទះជាមួយកូនមុនហើយរងចាំអ្នក ធានាថានឹងបញ្ចប់ការងារតាមការរំពឹងទុកផែនការរបស់ក្រុមហ៊ុនស៊ីហុងប្រពូយើងធ្វើបានល្អណាស់លោកឆាន់បានរៀបចំវាសម្រាប់អ្នករាល់គ្នានៅពិធីជប់លៀងអបអរសាទរដ៏ប្រណិតក្នុងរមណីយដ្ឋានឯកជនរបស់ឆាន់ពេលនោះអ្នកទទួលបន្ទុកគម្រោងនេះនឹងទទួលបានរង្វាន់ល្អណាស់ផែនការរបស់ខ្ញុំត្រូវបានជ្រើសរើស តើទៅជ្រើសរើសសម្លៀកបំពាក់បែបណាសម្រាប់ពិធីជប់លៀង ស្លៀកសម្លៀកបំពាក់ផ្លូវការសម្រាប់ពិធីជប់លៀង គ្រប់សមនឹងអ្នកខ្លាំងណាស់ បើទៅយឺតយើងមិនអាចចូលរួមបានទេ ល្អ ព្រះអើយលីឈីងនេះក្លាហានពេកហើយមែនទេមានអាចថានាងពិតជានៅជាមួយ CEO មែនទេលីឈីងអ្នកពិតជានៅក្នុងឱកាសនេះនៅថ្ងៃនេះស្លៀកពាក់បែបនេះហេតុអ្វីបានជាអ្នកចង់ស្ថិតក្នុងកម្រិតកំណត់ ត្រូវហើយដឹងថាយើងត្រូវបាញ់មុននាងស្លៀកពាក់បែបនេះក្នុងគោលបំណងតែទាញចំណាប់អារម្មណ៍ភ្នែកខ្ញុំហត់នឿយបន្ទាប់ពីធ្វើការបន្ថែមមកពួកនេះជឿតាមតែអ្វីដែលរីម៉ាន់បាននិយាយឆាន់សៀនក៏មិនដែលរំលឹកពីខ្ញុំដែរ លីឈីងហេតុអ្វីបានជាអ្នកដេកយល់សប្តិស្លៀកពាក់ដូចលោកស្រី តើអ្នកប្រញាប់ទៅណាហេតុអ្វីបានជាអ្នកមិនទៅ តើអ្នកគិតថាអ្នកណាកំពុងប្រញាប់កុំមានការរំជើបរំជួលខ្ញុំបានឃើញផ្ទាល់ភ្នែកថាលោកឆាន់បានជួលនាងមកទីនេះហើយថាលាចុះបើយើងធ្វើខុសតើមានអ្វីខុសលោកឆាន់ស្រឡាញ់ប្រពន្ធរបស់គាត់ចាំមើលថាខ្ញុំអាចយល់ខុសដោយរបៀបណាថយចេញថ្ងៃនេះខ្ញុំត្រូវផ្ដល់មេរៀនដល់នាង រវល់ធ្វើអីលោកនាយកគឺនៅទីនេះ អាយ៉ាតើការបាញ់ខ្លួនរបស់ខ្ញុំយ៉ាងម៉េចដែរគឺពូឆាន់ជាអ្នកបង្រៀនខ្ញុំលីឈីងតើអ្នកអាចបាញ់ខ្លួនក្នុងសម្លៀកបំពាក់នេះបានទេអត់ទោសខ្ញុំភ្លេចសួរថាតើអ្នកចេះបាញ់ខ្លួនឬទេលោកស្រីមើលនាងទៅដៃនិងជើងតូចរបស់នាងតាមតែមើលខ្ញុំគិតថានាងមិនអាចសុំបីតែលើធ្នូការបាញ់ខ្លួននេះមិនមែនសំដៅលើការទាញធ្នូទេវាអាចត្រូវបានបាញ់លីឈីងអ្នកប្រហែលជាមិនចេះបាញ់ខ្លួនទេដូច្នេះអ្នកស្លៀកពាក់បែបនេះក្នុងគោលបំណងអ្វី អ្នកណានិយាយថានាងមិនអាចបាញ់ព្រួយបាន ហេតុអ្វីលោកឆាន់ស្លៀកពាក់បែបនេះដែរ អរគុណលោកឆាន់ដែលបានបង្រៀនខ្ញុំឲ្យចេះបាញ់ធ្នូឬក៏អ្នកក៏បង្រៀនមិត្តរួមការងារផ្សេងទៀតផងទៅ ចាស់លោកឆាន់អ្នកក៏អាចបង្រៀនយើងផងដែរ
ចាស់លោកឈិន ជោគជ័យនៃគម្រោងនេះมันអាចទៅរួចបើគ្មានការប្រឹងប្រែងរបស់គាត់គ្រប់គ្នាសូមស្វាគមន៍នាងដោយការទះដៃទទួលយករង្វាន់ពីលោកឈិនសូមស្វាគមន៍រីម៉ាន់ ចាំបន្តិច អីយ៉ាលោកឈិនច្បាស់ជាមានអ្វីភ្ញាក់ផ្អើលសម្រាប់លោកស្រីរ៉ូមែនទិកខ្លាំងណាស់ តើអ្នកប្រាកដថាគម្រោងនេះធ្វើឡើងដោយអ្នកទេ លោកឈិនគឺខ្ញុំ លោកឈិនគឺបែបនេះនាងពិតជាបានធ្វើមែនវាពិតជាពិបាកសម្រាប់អ្នកជឿពេលនេះ អ្នកបានឃើញដោយភ្នែករបស់អ្នកទេលីឈីងងើបឡើងមកតាមខ្ញុំដឹងគម្រោងផែនការនេះត្រូវបានបញ្ចប់ដោយលីឈីងតែម្នាក់ឯង តើអ្នកស្ដាប់សម្ដីរបស់លីឈីងមែនទេយ៉ាងណាមិញពួកយើងនៅទីនេះគ្មាននរណាម្នាក់បានឃើញថានាងធ្វើវាដោយខ្លួនឯងនោះទេ ផែនការនេះខ្ញុំបានឃើញនាងបំពេញវាដោយភ្នែករបស់ខ្ញុំផ្ទាល់ ហេតុអ្វីលោកឈិនធ្វើសាក្សីឲ្យនាងមិនជឿលើប្រពន្ធរបស់ខ្លួនទុកចិត្តអ្នកខាងក្រៅ ដោយសារតែលីឈីងនាងជាប្រពន្ធពិតរបស់ខ្ញុំ มันអាចទៅរួចទេតើមិនមែនជានាយករងអ្នកស្រីរីម៉ាន់ទេឬតើវាអាចជានាងដោយរបៀបណា លោកឈិនគឺជានាងបានបំភាន់យើងទាំងអស់គ្នា ជាពិសេសខ្សែដៃនោះតើវាមិនមែនឲ្យដោយលោកឈិនទេឬ ឬក៏នាយករងនេះប្រាប់អ្នកដោយខ្លួនឯងមិនខ្ញុំដឹងថាអាចឈិនធ្វើខុសខ្ញុំរៀបចំអំណោយខ្លះឲ្យអ្នកនឹងទៅដល់ឆាប់ៗនេះកុំបារម្ភខ្ញុំមិនឲ្យស្រីនោះចូលក្នុងគ្រួសារទេ ចាពូ គ្រួសារឈិនមិនអាចទទួលយកប្រភេទមនុស្សកុហកដូចអ្នកខ្ញុំមិនអាចទ្រាំទ្របានទៀតទេមនុស្សដែលសម្របខ្លួនទៅនឹងចោលចាប់ពីពេលនេះតទៅអ្នកទាំងអស់ត្រូវបានបណ្តេញចេញ លោកឈិនសូមផ្ដល់ឱកាសដល់ពួកយើងម្ដងទៅលោកឈិន លីឈីងរឿងនេះមិនទាន់ចប់ទេ បាទតើអ្នកបានឃើញអ្វីៗទាំងអស់ច្បាស់ទេគុំទីចាប់តាំងពីខ្ញុំសម្រេចចិត្តរកគោក្រុមហ៊ុនទៅឲ្យបងប្រុសរបស់អ្នកមិនចាំបាច់ប្រាប់ខ្ញុំពីរឿងទាំងនេះនៅថ្ងៃក្រោយទៀតទេព្រោះអ្នករំលងពេកដូច្នេះកុំបន្តថាខ្ញុំជាកូនមិនដឹងគុណ ឈិនស៊ីនអរគុណដែលបានជួយខ្ញុំថ្ងៃនេះ ហើយអ្នកនឹងអរគុណខ្ញុំដោយរបៀបណា ម៉ូលី កូនក្មេងចូលចិត្តលេងរាល់ថ្ងៃអ្នកធ្វើឲ្យម៉ាក់នឹងប៉ាព្រួយបារម្ភហើយតើដឹងទេ កុំស្ដាប់ឪពុកអ្នកប្រាប់ម៉ាក់មកកូនមានបញ្ហាអ្វី រាងកាយរបស់ខ្ញុំកាន់តែខ្សោយទៅអារម្មណ៍របស់ម៉ាក់និងប៉ាទើបតែប្រសើរឡើងខ្ញុំមិនអាចឲ្យគាត់ព្រួយបារម្ភអំពីខ្ញុំទេម៉ាក់ខ្ញុំសុខសប្បាយជាទេប្រហែលជានៅក្នុងបន្ទប់វាក្រៅពេក ក្មេងកំហូចជំរាបសួរលោកឆាន់លោកប្រធានធំជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ឈាមឥឡូវនេះត្រូវវាកាត់ជាបន្ទាន់ថាម៉េចជាមួយការលីមានអ្វីកើតឡើងចំពោះឡានលោកប៉ាប៉ូលីសកំពុងពិនិត្យ តើអ្នកណាជាសមាជិកគ្រួសារលោកឈិន ឈាមខ្ញុំ គាត់កំពុងត្រូវការបញ្ចូលឈាមបន្ទាន់ ខ្ញុំជាកូនប្រុសរបស់គាត់ មិនត្រូវការសមាជិកគ្រួសារភ្លាមៗទេជាពិសេសត្រូវការឈាមកម្រខាងមន្ទីរពេទ្យយើងអស់ហើយ គឺខ្ញុំជាខ្ញុំ វិជ្ជាបណ្ឌិតតើឪពុកខ្ញុំយ៉ាងម៉េចហើយកុំបារម្ភគាត់រួចផុតពីគ្រោះថ្នាក់ហើយលីឈីង លោកស៊ូសៅ លីឈីងតាំងពីនៅក្មេងខ្ញុំស្វែងរកអ្នកគ្រប់ទីកន្លែងប៉ុន្មានឆ្នាំមកនេះតើអ្នកសុខសប្បាយជាទេខ្ញុំពិតជានឹកអ្នកណាសួស្តីឈីងអើកំពុងរស់នៅក្នុងជីវិតដ៏ល្អឥឡូវនេះខ្ញុំជាគូស្នេហ៍របស់នាង ខ្ញុំជាកូនប្រុសរបស់ពួកគាត់រីករាយដែលបានជួបអ្នក ខ្ញុំភូមិចិត្តដែលអ្នកមានជីវិតល្អ លោកតា ចូលមកប៉ាតាអ្នកមានអារម្មណ៍ល្អទេអូវាមិនមែនជារឿងធំទេគ្រាន់តែដៃនេះវានៅតែឈឺបន្តិច លោកតាសូមឲ្យខ្ញុំជួយអ្នកបំបត្តិការជឿចាក់ ល្អបានការឈឺចាប់បានទូស្រាលបន្តិចហា ពូឆាន់ម៉ូលីគឺពូកែណាស់ ខ្ញុំបានលឺមិនច្បាស់នៅពេលខ្ញុំសន្លប់វាហាក់ដូចជាអ្នកបានផ្ដល់ឈាមឲ្យខ្ញុំ ចាពូអ្នកនិងខ្ញុំមានប្រភេទឈាមកម្រដូចគ្នាខ្ញុំមិនអាចមិនជួយអ្នកទេ ហេតុអ្វីអាស៊ីនបាទព្រោះអ្នកទាំងពីរពិតជាស្រឡាញ់គ្នាខ្ញុំនឹងមិនខត់អ្នកទៀតទេ ពូឈិនខ្ញុំបានទូរស័ព្ទទៅផ្ទះពូឈិនថ្ងៃនេះបានឮថាអ្នកមានគ្រោះថ្នាក់ចរាចរណ៍តើអ្នកមិនអីទេឬ មិនអីទេម៉ាន់
កំរណាស់ដែលអ្នកចងចាំបរិបចំណាំអ្នកនេះហាហាហា តើខ្ញុំអាចមិនគិតពីអ្នកដោយរបៀបណាពូឈិនខ្ញុំ អាស៊ីនអ្នកនាំគ្នាចេញក្រៅសិនទៅម៉ាន់និងខ្ញុំមានរឿងត្រូវនិយាយគ្នាទៅលេងក្រៅសិនណាចៅម៉ាន់ពូនេះមិនគួរឲ្យអ្នកអត់ទោសឲ្យទេក្រោយពីគ្រោះថ្នាក់ចរាចរណ៍នេះខ្ញុំក៏យល់ច្រើនដែរនេះជាបញ្ហាសម្រាប់ក្មេងៗខ្ញុំមិនគួរលោកឯងទេ តើអ្នកមានន័យថា នោះគឺរឿងអ្នកនឹងអាស៊ានខ្ញុំនឹងមិនបង្ខំវាទៀតទេយ៉ាងណាមិញបរិបរំរូវនេះមិនផ្អែមល្ហែមទេ ពូឈិនខ្ញុំមានរឿងមួយទៀតដែលត្រូវធ្វើខ្ញុំនឹងជួបអ្នកនៅថ្ងៃផ្សេងទៀត អេម៉ាន់ មកទីនេះ ខ្ញុំណែនាំអ្នកមុនពេលខ្ញុំចង់រំខានអ្នកប្រសើរជាងគឺកុំរញ៉េរញ៉ៃជាមួយខ្ញុំ ប្រាកដណាស់ថាបានឡើងដល់មេខ្ពស់មួយសំឡេងនៃការនិយាយគឺខុសគ្នាលីឈីងខ្ញុំប្រាប់អ្នកឲ្យចេញពីគ្រួសារចិនឆាប់ៗនេះ បើខ្ញុំមិនព្រមតើអ្នកចង់យ៉ាងម៉េចរីម៉ាន់អស់រយៈពេលជាច្រើនឆ្នាំអ្នកធ្វើពុតជាអ្នកសង្គ្រោះរបស់ពូឈិនអ្នកគួរតែធ្វើបានល្អហើយមែនទេ តើអ្នកចង់មានន័យអ្វី អ្នកដឹងពីអ្វីដែលខ្ញុំមានន័យខ្ញុំពិតជាមិននឹកស្មានជាច្រើនឆ្នាំអ្នកខ្លាញ់បន្លំដូច្នេះទៅនៅពីមុខខ្ញុំអ្នកក្រអឺតក្រទមណាស់ តើអ្នកដឹងរឿងនេះដោយរបៀបណាលីឈីងម៉ាក់សុំឲ្យទៅផ្ទះធ្វើម្ហូបឲ្យលឿនអ្នកកំពុងធ្វើពុតជាមនុស្សល្អនៅទីនេះ ពូម្នាក់នេះទាំងបេះដូងត្រូវការជួយសង្គ្រោះ ខ្ញុំណែនាំអ្នកកុំចេះដឹងរឿងអ្នកដទៃនៅពេលមានគេបោកប្រាស់អ្នកវាជាលុយឪពុកម្ដាយខ្ញុំដែលត្រូវចំណាយមិនទៅធ្វើការវិញឲ្យលឿន អញ្ចឹងជួយហៅរថយន្តសង្គ្រោះឲ្យគាត់ផង ដឹងហើយ ប្រយ័ត្នផង តើជួយធ្វើឲ្យមនុស្សក្លិនស្អុយបែបនេះ ក្មេងស្រីតូចតើជាអ្នកដែលបានជួយខ្ញុំ បន្ទាប់ពីអ្នកដឹងពីអត្តសញ្ញាណគាត់ក៏យកអន្តទានដោយចេតនាវាមិនមែនដើម្បីតោងឡើងធ្វើឲ្យអ្នកមានទំនាក់ទំនងនឹងគ្រួសារឈិនទេឬ អ្វីដែលអ្នកនិយាយខ្ញុំមិនយល់ទេ តែខ្ញុំយល់ ពូឈិនកុំស្ដាប់សម្ដីនាងគឺជាខ្ញុំដែលបានសង្គ្រោះអ្នកតាំងពីដំបូង អូដូច្នេះប្រាប់ខ្ញុំមកតើអ្នកសង្គ្រោះខ្ញុំដោយរបៀបណា ខ្ញុំទៅអសស្ថានតាមដងផ្លូវខ្ញុំទិញថ្នាំមកឲ្យអ្នក កុហកអ្នកហ៊ានកុហកខ្ញុំប៉ុន្មានឆ្នាំមកនេះ ពូឈិន ចឹងទៅស្រីបុយពូលហ៊ានហៅឈ្មោះខ្ញុំទៀតឬកុំបន្តោខ្ញុំថាអាក្រក់ដាក់អ្នកចឹងទៅអ្នកគ្មានប្រយោជន៍ណាស់នៅតែពីយំ ប៉ា យ៉ាងម៉េចខ្ញុំនិយាយខុសឬវាហាក់ដូចជាឥឡូវនេះលីឈីងល្អជាងអ្នកគ្រប់យ៉ាង ដូច្នេះទៅរកនាងទៅ លោកបងទោះមិនធ្វើខុសប៉ុន្តែមិនមែនជាពេលនិយាយពីរឿងនេះទេម្ចាស់បំណុលទុកពេលឲ្យតែ3ថ្ងៃទេមែនទេប្រសិនបើបំណុលនេះមិនអាចសងវិញបានតើ3អ្នកគ្រួសារយើងរស់នៅដោយរបៀបណា ក៏តែពីយំដឹងតែពីយំស្ថានភាពគ្រួសារលីឥឡូវនេះគឺមកពីកូនស្រីចុងសៀតលីឈីងបញ្ហាដែលបង្កឡើងដល់នាងត្រូវតែសងវាវិញ ត្រូវហើយត្រូវអ្នកនិយាយត្រូវនេះជាបំណុលរបស់នាងចំពោះយើងនាងត្រូវតែសងវាវិញ ហើយអ្វីបានជាអ្នកខ្លួនឆាប់ចេញមក តើអ្នកចង់ធ្វើអ្វីអ្នកមិនអាចចូលទៅបានទេមិនអាចចូលបានទេ ថយចេញ ឈប់ភ្លាម ខ្ញុំប្រាប់អ្នកហើយមែនទេកូនស្រីខ្ញុំជាលោកស្រីនៅទីនេះខ្ញុំនឹងឲ្យកូនប្រសាររបស់ខ្ញុំបណ្ដេញអ្នកចេញ ខ្ញុំសុំទោសលោកស្រីមិនអីទេអ្នកទៅសម្រាប់សិនចុះចា៎ប៉ុណ្ណឹងហើយអ្នកនៅតែមិនឈប់ខ្ញុំណែនាំអ្នកចេញពីផ្ទះខ្ញុំក្នុងរយៈពេល2នាទីមិនដូច្នេះទេកុំបន្តោដែលខ្ញុំហៅប៉ូលីសនិងអ្នកលួចចូលផ្ទះឯកជន ការលួចចូលក្នុងផ្ទះឯកជនឬខ្ញុំជាឪពុកអ្នកបើមិនមែនដោយសារអ្នកទេដែលមកគុណតើគ្រួសារលីរបស់យើងអាចមានថ្ងៃនេះទេ លីឆេងហ្វៃខ្ញុំធ្លាប់នៅចំពោះមុខមនុស្សជាច្រើនបានបញ្ជាក់រួចហើយយើងបានផ្ដាច់ទំនាក់ទំនងគ្នាខ្ញុំលីឈីងមិនមានឪពុកដូចអ្នកទេ លីឈីងហាទំនាក់ទំនងឈាមតើអ្នកអាចកាត់វាបានទេអ្នកឃើញហាគ្រួសារលីរបស់យើងកំពុងមានបញ្ហាគឺថាឆិនសៀនមានណាស់សូមអ្នកជួយពួកយើងផងទៅតើបានទេតើអ្វីដែលធ្វើឲ្យអ្នកគិតថាឆិនសៀននឹងប្រើលុយរបស់គាត់យកទៅជួយលើគ្រួសារលី កូនឈីងខ្ញុំដឹងថាអ្នកនឹងឈិនសៀនពិតជាស្រឡាញ់គ្នាណាស់អ្នកបានទៅឆ្ងាយហើយគ្រួសារទាំងមូលរបស់យើងរីករាយសម្រាប់អ្នកសូមជួយប៉ាផងដល់ដំណើរអ្នកនិយាយឈិនសៀននឹងជួយគ្រួសារយើង ប៉ុន្តែអូនស្រីខ្ញុំនិយាយខ្លួនឯងពីមុនថាមិនយូរមិនឆាប់នាងនឹងឲ្យខ្ញុំចេញពីគ្រួសារឆិនក្នុងនាមនាងជាអ្នកស្រីឆិននៅក្នុងគំនិតរបស់ខ្ញុំអូនស្រីរបស់ខ្ញុំគូតែមានសិទ្ធិបានតទូលប្រាប់ពីឆិនសៀន ឈិនសៀនមិនចូលចិត្តនាងទេគាត់ខ្វល់ពីអ្នកមានតែអ្នកប៉ុណ្ណោះតើអាចជួយគ្រួសារលីដោះស្រាយវិបត្តិនេះបានទេ យល់ព្រមប្រសិនបើអ្នកពិតជាចង់បានលុយនេះអ្នកទាំង3លោកជុំគុំអំបោះខ្ញុំ លីឈីងកុំហ៊ានពេក យូរព្រមឲ្យតែប្រលុយលោកជុំគុំយូរក៏បានតាមដែលអ្នកចង់បានលោកជុំគុំចុះ វាហាក់ដូចជាកូនស្រីរបស់អ្នកមិនស្មោះត្រង់ដូច្នេះត្រឡប់ទៅវិញទៅ រីម៉ានលោកជុំគុំចុះ ប៉ា សុំទោសបងស្រីអ្នក តាមនឹងទៅដោយសារអូនស្រីមិនចង់លោកជុំគុំអ្នកគួរតែត្រឡប់ទៅវិញ លោកជុំគុំចុះ
សុំទោស តើសំទោសរឿងអ្វីវាជាកំហុសខ្ញុំដែលមិនប្រមាថខ្លួនចង់ដណ្ដើមឈិនសៀនជាមួយអ្នកសូមជួយសង្គ្រោះគ្រូសាលីជួយលោកឪពុកផងរងទុកដោយនរណាម្នាក់ដែលមិនយកចិត្តទុកដាក់តើអ្នកមានអារម្មណ៍យ៉ាងណាទីម៉ាន់អ្នកធ្លាប់ជំពាក់ខ្ញុំនឹងឲ្យអ្នកខ្លួនវិញបន្តិច ចុះលុយវិញ ខ្ញុំថាឲ្យអង្វរខ្ញុំប៉ុន្តែខ្ញុំមិនបានសន្យាថាអង្វរខ្ញុំហើយខ្ញុំនឹងជួយនោះទេ ស្រីចង្រៃតើអ្នកបាននិយាយអ្វី មិនមកហ៊ានប្រសិនបើខ្ញុំមិនបានចិញ្ចឹមអ្នកដល់ធំតើអ្នកមានសមត្ថភាពរួមឈិនសៀនទេ លែងខ្ញុំក្មេងងងតើអ្នកមិនអីទេ អាសាក្មេងនៅថ្ងៃនេះខ្ញុំនឹងសម្លាប់អ្នកទាំងពីរ អ្នករស់លោកស្រីនិងអ្នករស់តូចជួបគ្នាជាមួយក្រុមទំនើងខ្លះនៅផ្ទះ លែងម្ដាយខ្ញុំទៅ លែងម៉ូលី ឈីងសូមមេត្តាជួយផងឥឡូវនេះក្រុមហ៊ុនថៃទាំងមិនអាចបើកសូម្បីតែបាបរៈឈ្នួលតើអ្នកសុខចិត្តឃើញស្រាប់ឲ្យមិនជួយឬ លែងម្ដាយខ្ញុំទៅ លែងម៉ូលីតើអ្នកចង់ធ្វើអ្វី គឺលុយអ្នកគ្រាន់តែយកលុយពីឈិនសៀនឲ្យខ្ញុំ80លានដល់ដំណើរលុយមកដល់ខ្ញុំនឹងមិនរំខានអ្នកទេបានអ្នកសន្យាចេញទៅឈិនសៀនអ្នកត្រូវតែរក្សាពាក្យរបស់អ្នកផ្ញើ80លានយួនទៅក្នុងបញ្ជីគ្រូសាលីបន្ទាប់មកជូនដំណឹងឲ្យខ្ញុំហេលោកឈិនលុយនឹងផ្ញើទៅឥឡូវនេះសង្ឃឹមថាអ្នកធ្វើតាមពាក្យនិយាយកុំរំខានលីឈីម្ដងទៀតសូម្បីម្ដាយដែលបានស្លាប់ច្បាស់ណាស់តោះទៅ តោះយើងទៅ អ្នកម៉ាក់ខ្ញុំហាក់ដូចជាឈាមច្រមុះម្ដងទៀត ឈិនម៉ូលីម៉ូលីម៉ូលី ម៉ូលី ឈិនម៉ូលីម៉ូលី លោកប៉ាអ្នកម៉ាក់តើខ្ញុំនៅសម័យនេះប៉ុន្មានថ្ងៃហើយ ចិត្តមួយខែហើយហេតុអ្វីបានជាអ្នកសួររឿងនេះ ម៉ាក់កុំយំមានហាក់ដូចជាខ្ញុំនឹងត្រឡប់ទៅវិញ តើអ្នកកំពុងនិយាយភ្លេចដាក់អ្វីចង់ទៅណាចោលឪពុកម្ដាយជារឿងធម្មតាដែលក្មេងមានឈាមច្រមុះឬទេកុំបារម្ភ លោកប៉ាអ្នកអាចសន្យាជាមួយខ្ញុំបានទេបន្ទាប់ពីខ្ញុំចាក់ចេញត្រូវការពីម៉ាក់កុំឲ្យម៉ាក់ត្រូវគេធ្វើបាបហើយធ្វើបាបទៀតបានទេ ឈិនម៉ូលីបានអ្នកបន្តនិយាយភ្លេចផ្ដាស់ប៉ានឹងខំ អ្នកត្រូវសន្យាជាមួយខ្ញុំអ្នកនឹងមិនឈ្លោះប្រកែកគ្នាទៀតទេកុំទុកឲ្យម៉ាក់រងទុកទៀតកុំឲ្យមានស្លាប់ម្ដងទៀត ជុំនិយាយរឿងងងទៀតបានទេយើងនឹងទៅដល់មន្ទីរពេទ្យឆាប់ៗនេះចាំបន្តិចម៉ាក់នឹងប៉ាចង់មើលកូនធំឡើង មានហាក់ដូចជាខ្ញុំមិនអាចរស់បានដល់ថ្ងៃរៀបការរបស់អ្នកទេខ្ញុំចង់ឃើញម្ដាយរបស់ខ្ញុំពាក់រ៉ូបមង្គលការយ៉ាងម៉េចដែរអ្នកម៉ាក់ជួយបង្កើតអូនស្រីឲ្យខ្ញុំផងកុំរងចាំយូរទៀត ម៉ូលី ម៉ូលី ម៉ូលីនឹងមិនអីទេ អ្នកណាជាគ្រួសាររបស់ឆាន់ម៉ូលី ខ្ញុំ ជាឪពុកម្ដាយរបៀបណាអ្នកមិនបានពិនិត្យសុខភាពកូនទៀងទាត់ទេឬ មានអ្វីកើតឡើង ក្មេងកើតមហារីកឈាមដំណាក់កាលចុងក្រោយព្រះចៅអធិរាជមហាក្សត្រីមេដា ម៉ូលី ម៉ូលី ទឹកក្នុងបឹងនេះត្រជាក់ពេកខ្ញុំមានជំងឺផ្ដាសាយក ូនប្រុសអ្នកអាក្រក់ណាស់តើអ្នកណាអនុញ្ញាតឲ្យអ្នកផឹកស្រា ខ្ញុំមិនបានផឹកទេ វាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំគួរតែរកឃើញពីមុនទីលានុកថាយិកាខ្ញុំសូមអង្វរអ្នកគាត់នៅក្មេងនៅឡើយសូមជួយសង្គ្រោះគាត់ផងខ្ញុំព្រមចំណាយប្រាក់ ខ្ញុំអាចយល់ពីអារម្មណ៍របស់អ្នកប៉ុន្តែវាយឺតពេលហើយ និយាយលាកូនរបស់អ្នកពេលវេលារបស់គាត់ជិតអស់ហើយ ម៉ូលីម៉ូលីឆាប់ដឹងខ្លួនឡើងអ្នកមិនគួរដេកទេញាក់ឡើងម៉ូលីអ្នកនៅក្មេងនៅឡើយសូមឲ្យម្ដាយទទួលរងនៅអំពើបាបទាំងនេះចំនួនអ្នកកុំដេកញាក់ឡើងនិយាយជាមួយខ្ញុំម៉ាក់សូមអង្វរណាម៉ាក់សូមអង្វរណាម៉ូលីម៉ូលីកូនម៉ាក់ឆាប់ដឹងខ្លួនមក អ្នកម៉ាក់លោកប៉ា បាទខ្យល់មិនបក់រលកមិនគូទេទូកតូចបានអង្រួនទាំងសងខាង អ្នកម៉ាក់ អង្រួនរហូតគាត់តែអ្នកអង្រួនរហូតគាត់តែអ្នកសាយក្នុងសុបិនម៉ូលីកុំចាក់ចេញពីឪពុកម្ដាយរបស់អ្នកតើបានទេ សួស្ដីនេះជាអ្វីដែលអ្នកជំងឺបានសុំឲ្យខ្ញុំទៅជូនអ្នក អរគុណ លោកប៉ាអ្នកម៉ាក់ពេលឃើញវីដេអូនេះខ្ញុំប្រហែលជាលែងនៅជាមួយអ្នកទៀតហើយកុំសោកសៅព្រោះខ្ញុំចាក់ចេញខ្ញុំអាចវិលមកជួបពុកម៉ែម្ដងទៀតទោះក្នុងរយៈពេលខ្លីខ្ញុំគ្មានការសោកស្ដាយទេស្រឡាញ់អ្នកជារៀងរហូត
ប្រសិនបើអ្នកសោកសៅខ្ញុំអាចឲ្យអ្នកជ័យស្មារតីរបស់ខ្ញុំដើម្បីផ្អែក អត់ទេសូមអរគុណ លីឈីងខ្ញុំដឹងថាអ្នកនៅជាមួយគាត់គឺដោយសារតែក្មេងនោះអ្នកនៅមិនទាន់បានរៀបការនៅឡើយទេទំនាក់ទំនងរវាងអ្នកទាំងពីរមិនពិតទេ ខ្ញុំស្រឡាញ់គាត់ លីឈីងខ្ញុំស្រឡាញ់អ្នកជាយូរមកហើយ សូមទោសផង លីឈីងកាត់ចិត្តទៅលោកឈិនអ្នកបានសូមឲ្យខ្ញុំស៊ើបករណីគ្រោះថ្នាក់ចរាចរណ៍របស់ឪពុកអ្នកអធិផលបានហើយទៅចុះបាទឈិនទីព្រោះតែក្រុមហ៊ុនអ្នកវិទ្យាហ៊ានសម្លាប់ឪពុកខ្លួនឯងបងប្រុសមិនបានឃើញអ្នកយូរមកហើយហេតុអ្វីបានជាអ្នកនៅទីនេះអនុញ្ញាតឲ្យខ្ញុំផ្ដល់អំណោយខ្លះអបអរសាទរនៅពេលនេះអ្នកគួរតែបារម្ភពីខ្លួនអ្នកផងអ្នកមិនទាន់បានរកឃើញវានៅឡើយទេដែលបានបញ្ជូនវាទៅមាត់ទ្វាររបស់អ្នកខ្ញុំមានថ្ងៃនេះមិនមែនអ្នកបង្ខំខ្ញុំទេឬខ្ញុំបានបង្ខំអ្នកឬឆន្ទទីខ្ញុំបានផ្ដល់ឲ្យអ្នកនៅឱកាសជាច្រើនផ្ដល់ឱកាសឲ្យខ្ញុំឬទាំងនេះជារបស់ខ្ញុំវាជារបស់ខ្ញុំគឺតាចាស់ងងនោះដែលបានផ្ដល់ឲ្យអ្នកនៅគ្រួសារឆិតទាំងមូលពីទាំងនេះទៅបកស្រាយឲ្យប៉ូលីសស្ដាប់ទៅទូភ្លាមតើអ្នកសុខសប្បាយទេខ្ញុំអាចដូចនេះមិនគួរអរគុណចំពោះអំណោយរបស់អ្នកទេឬប្រសិនបើអ្នកមិនចង់ឲ្យមនុស្សដឹងលោកត្រាតែអ្នកមិនធ្វើគង់ទីប្រសិនបើខ្ញុំមិនយល់ការបិទនេះដូច្នេះខ្ញុំគួរតែមានសំណាងដែលមិនបានប្រកបគ្រួសារឈិនឲ្យទៅអ្នក អ្នកត្រឡប់មកវិញហើយ រងចាំរហូតដល់រឿងទាំងនេះចប់យើងនឹងទៅដើរលេង ល្អ កូនឈីងកូនឈីងកូនឈីងហាកូនឈីងហាសូមមេត្តាជួយម្ដងទៀតទោះបីយ៉ាងណាត្រកូលលីបានផ្ដល់កំណត់ដល់អ្នកវាមិនត្រឹមតែបរាជ័យក្នុងការបំពេញភារកិច្ចខ្វះខាតគឺបែរជាខ្ញុំជួបពាក់លុយគេបន្ថែមច្រើន កូនឈីងហាឥឡូវនេះទាំងខ្ញុំជាមួយឪពុករបស់អ្នកនឹងម៉ាន់មិនហ៊ានទៅផ្ទះព្រោះមានកូនបំណុលគ្រប់ទីកន្លែងតើអ្នកអាចចង់ឲ្យឈិនសៀនយកលុយជួយទៀតឬអ្វីដែលអ្នកបាននិយាយតើមានពាក់ព័ន្ធអ្វីជាមួយខ្ញុំមិនអាចជួយក ូនឈីងមិនថាពុកអាក្រក់យ៉ាងណាក៏ប្រសើរជាអ្នកនៅតែម្នាក់ឯងចុះបើគ្រួសារលីរបស់យើងពិតជារលីមែនចាំមើលអ្នកតើអ្នកណានឹងគ្រប់គ្រងអ្នកក្នុងគ្រួសារឈិនគ្មាននរណាម្នាក់អាចជាអ្នកទេគ្មាននរណាម្នាក់អាចជាអ្នកទេលោកឈិនសូមជួយយើងម្ដងទៀតផង លោកឈិន នឹងទេយើងបានទាញនាងយ៉ាងខ្លាំងតាំងពីនាងនៅក្មេងមិនងាយស្រួលទេនាងមុំអ្នកណែនាំនាងឲ្យខ្ញុំបានទេ លីឆេងហ្វៃម្ដាយខ្ញុំស្លាប់មិនដល់2ខែអ្នកយកនាងនិងកូនស្រីខុសច្បាប់ចូលផ្ទះពេលខ្ញុំមិនទាន់មានអាយុ18ឆ្នាំអ្នកស្ដាប់ពួកគេបង្កាច់បង្ខំខ្ញុំឲ្យដេញខ្ញុំចេញពីគ្រួសារនេះគឺជាការចិញ្ចឹមខ្ញុំឈីងឈីងសូមកុំខឹងលែងខ្ញុំទៅស្លាប់ខ្ញុំហើយក ូនស្រីមើលគុណមើលថាខ្ញុំមិនមើលថែអ្នកនៅថ្ងៃនេះផ្លេចថាកន្លែងនេះនៅទីណាមែនទេអ្នកយើងចូលមកលោកឈិនយើងខុសហើយចាប់ពីថ្ងៃនេះកុំឲ្យខ្ញុំឃើញបើមិនដូច្នេះអ្នកនឹងអាក្រក់ជាងអ្នកសប្តាហ៍ថ្ងៃអូចេញទៅសូមជួយពួកយើងផងយើងខុសហើយ ទាំងអស់នេះគូជារបស់ខ្ញុំ ខ្ញុំក៏គិតដូចនេះដែរកញ្ញាលីតើអ្នកចង់សហការជាមួយខ្ញុំទេប្រសិនបើខ្ញុំខ្លាចជាអ្នកស្នងមរតករបស់គ្រួសារឈិនបន្ទាប់មករៀបការជាមួយអ្នកទាំងអស់នេះគឺជារបស់អ្នក ល្អណាស់ម៉ាក់ទីបំផុតអ្នកត្រឡប់មកវិញហើយខ្ញុំនឹកអ្នកខ្លាំងណាស់ សម្រាប់សិនទៅខ្ញុំនឹងយកទឹកមួយកែវមកឲ្យអ្នក លីឈីងបើចង់ដឹងថាម្ដាយអ្នកស្លាប់ដោយរបៀបណាមកជួបខ្ញុំនៅថ្ងៃស្អែកកន្លែងដែលអ្នកធំឡើងនឹងត្រូវតុលាការរបូតឆាប់ៗនេះតើអ្នកគិតយ៉ាងណាដែរ បើមិនមានរឿងអ្វីធំដុំទេខ្ញុំទៅវិញហើយ តើដឹងទេដោយសារតែអ្នកមិនបានជួយឪពុកម្ដាយខ្ញុំត្រូវគេវាយ អ្នកលុចលឿនណាស់តើពួកគេបានបង្ខំអ្នកឲ្យលុបជង្គង់អង្វរសុំការអភ័យទោសយ៉ាងម៉េច តើដឹងទេម្ដាយអ្នកគាត់គឺដួលនៅទីនេះស្លាប់ តើអ្នកមានន័យថាយ៉ាងម៉េចនិយាយឲ្យច្បាស់ ថ្ងៃនោះប៉ាខ្ញុំនាំម៉ាក់មកផ្ទះគាត់ដឹងថាម្ដាយអ្នកចង់លេងលះទៅមកផ្ទះដើម្បីបន្លំកាប់ផ្ទៃទ្រព្យសម្បត្តិជាលទ្ធផលម្ដាយអ្នកបានរកឃើញទីមើលថាមានអ្វីកើតឡើងបន្ទាប់លីឈីងចង់ប្រជែងជាមួយខ្ញុំលេខយល់សពទៅ រីម៉ាន់លែងខ្ញុំទៅ លីឈីងតើអ្នកធ្លាប់ភ័យស្លន់ស្លោខ្លាំងទេ រីម៉ាន់តើអ្នកចង់ធ្វើអ្វី ខ្ញុំអនុញ្ញាតឲ្យអ្នកល្បួនឈិនសៀនឬ ឈិនទី មានវិបត្តិសម្រាប់អ្នកមិនទាន់ស្គាល់ខ្ញុំ មែនហើយគាត់ក៏ជាកូននៃគ្រួសារឈិនជាកូនឥតខានស្លាដែលអ្នកតែងមើលងាយលីឈីងហេតុអ្វីខ្ញុំតែងតែទាបជាងអ្នកតាំងពីយើងនៅក្មេង
តើខ្ញុំអន់ជាងអ្នករំណា រីមិនចិត្តត្រជាក់ពីកុមារភាពរហូតដល់ពេញវ័យខ្ញុំមិនដែលគិតថាអ្នកអន់ជាងខ្ញុំទេអ្វីដែលអ្នកបានគិតវាជាការស្រមើស្រមៃរបស់អ្នកផ្ទាល់ ខ្ញុំស្អប់អ្នកបំផុតដែលធ្វើខ្លួនសុចរិត តើអ្នកចង់ធ្វើអ្វី អ្វីដែលត្រូវធ្វើខ្ញុំចង់បានជីវិតរបស់អ្នកនឹងឈិនសៀនដរាបណាអ្នកស្លាប់ខ្ញុំអាចនឹងជំនួសកន្លែងអ្នកខ្លាចជាអ្នកស្នងមរតកនៃគ្រួសារឈិន ម៉ាន់សូមអរគុណនិយាយច្រើនពេកហើយប៉ាលីឈីងនៅឯណានាងចេញទៅទាំងព្រឹករលឹមនាងមិនបានប្រាប់អ្នកទេឬលីឈីងយើងខានជួបគ្នាយូរហើយតើអ្នកបានធ្វើអ្វីលីឈីងស្អែកម៉ោង10អ្នកត្រូវប្រគល់សឹកគ្រូសាឈិនឲ្យខ្ញុំបើមិនដូច្នេះចាំប្រមូលសាកសពទៅនេះឈិនសៀនបជាឆ្លាតប៉ុន្តែអ្វីដែលខ្ញុំមិនអាចទទួលបានឈិនសៀនក៏មិនអាចបានដែរអ្វីៗទាំងអស់របស់គាត់នឹងត្រូវបំផ្លាញនៅក្នុងដៃខ្ញុំ ម៉ូលី មហាក្សត្រីមេដាខ្ញុំមកដើម្បីជួយអ្នកមហាក្សត្រីមេដាពូឡាយូហូមធ្វើបាបអ្នក ខ្ញុំមិនអីទេតើអ្នកមិនអីទេឬ ប្រយ័ត្ន ព្រះចៅអធិរាជ ឈិនសៀន ព្រះចៅអធិរាជ ឈិនសៀនតើអ្នកយ៉ាងមិនហើយ ព្រះចៅអធិរាជ ម៉ូលី ព្រះចៅអធិរាជ ឈិនសៀន ម៉ូលីបជាអ្នកមែន ឈិនសៀនតើអ្នកមិនអីទេ លីឈីងខ្ញុំមិនអីទេគ្រាន់តែរបួសបន្តិចកុំបារម្ភគាត់មិនអីទេ លោកប៉ាម៉ាក់នឹងការស្រឡាញ់គ្នាខ្ញុំថែមទាំងស្រឡាញ់ទៀតផង ពេលអ្នកមកនៅទីនេះម្ដាយអ្នកស្លាប់ទឹកភ្នែករាល់ថ្ងៃគាត់មិននិយាយជាមួយខ្ញុំទេខ្ញុំគួរតែស្រឡាញ់អ្នក លោកវិជ្ជបណ្ឌិតស៊ូសូមអរគុណ វាជាអ្វីដែលខ្ញុំគួរធ្វើឃើញគ្រូសាអ្នករីករាយខ្ញុំក៏ត្រេកអរពេលនេះអាចចេញពីមន្ទីរពេទ្យបានអរគុណគ្រូពេទ្យស៊ូជាមួយអ្នកនៅខាងលីឈីងខ្ញុំធូរចិត្តហើយ មានពិបាកណាស់ក្នុងការត្រឡប់ទៅសម័យបុរាណនៅពេលនេះទូលបង្គំបានកំចាត់មហិច្ឆតាពូទី6បានប្រគល់វាំងឲ្យពូអធិរាជទី4 ត្រឡប់មកវិញលើកនេះមិនទៅណាទៀតបានទេ ខ្ញុំចង់នៅក្នុងសម័យទំនើបមើលបងប្រុសស្រីរបស់ខ្ញុំកើតមកផ្ដល់ការថែទាំដល់ម៉ាក់និងប៉ា តើអ្នកបានឮម៉ូលីនិយាយទេថាចង់បានបងប្អូន ខ្ញុំមិនបានយល់ព្រមទេ ត្រូវហើយខ្ញុំក៏យកត្បូងគុណរបស់អ្នកមកវិញដែរ ម៉ូលីវាជាកំហុសរបស់យើងពីមុនមិនព្រមជឿអ្នក អ្វីដែលអ្នកបាននិយាយពីមុនឥឡូវនេះយើងជឿថាវាជាការពិតសំទោសដែលធ្វើឲ្យអ្នកឈឺចាប់ខ្លាំង អាចនៅជាមួយម៉ាក់និងប៉ាដូច្នេះវាមិនមានអារម្មណ៍ឈឺចាប់ទេម៉ាក់និងប៉ាយកវាទុកទៅ ស្អប់អ្នកណាស់អ្នកធ្វើបាបខ្ញុំបែបនេះគ្រប់ពេលមិនចូលចិត្តអ្នកទៀតទេ លីឈីង ចា៎ លីឈីង ថាម៉េច លីឈីង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  មិនស្ដាប់ទេសូមគោរពថ្វាយព្រះពរព្រះករុណាទ្រង់ប្រសូតបានព្រះអង្គម្ចាស់មួយអង្គ ឈីងអើអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នក តាមពាក្យសន្យាខ្ញុំមិនពិបាកអ្វីទេ មើលទៅតើនេះជាអ្វីចាប់ពីពេលនេះទៅគ្រូសាយើងមានគ្នា3នាក់ពេញលេញដូច្នេះមិនថាយើងទៅដល់ណាគ្រាន់តែឃើញវាយើងអាចស្គាល់គ្នាទៅវិញទៅមក កុំចាត់អាខ្មុកទៅកុំចាត់អាខ្មុកទៅ ព្រះចៅអធិរាជ ព្រះអង្គម្ចាស់ មហាក្សត្រីមេដា ឈីងអើជាចុងក្រោយខ្ញុំសូមទោសអ្នកផងចាប់ពីពេលនេះទៅខ្ញុំនឹងមិនទុកឲ្យអ្នកណាធ្វើបាបអ្នកទៀតទេ ហើយខ្ញុំនៅពេលធំឡើងខ្ញុំនឹងមិនឲ្យអ្នកណាធ្វើបាបម្ដាយខ្ញុំទេ លោកឈិនត្រៀមខ្លួនសម្រាប់ការប្រជុំយប់នេះការប្រជុំឬបានត្រូវកិច្ចប្រជុំចាំពីហ៊ុននៅខ្ញុំចង់ទៅផ្ទះញ៉ាំអាហារពេលល្ងាចជាមួយប្រពន្ធនិងកូនខ្ញុំជួយចូលរួមប្រជុំជាមួយខ្ញុំផងនឹកខ្ញុំទេ ម៉ាក់ខ្ញុំចង់លេងជាមួយអ្នកនៅថ្ងៃនេះ ម៉ូលីខ្ញុំនឹងឲ្យអ្នកទៅសាលារៀននៅថ្ងៃស្អែក ថាម៉េចម៉ាក់និងប៉ាខ្ញុំមិនចង់ទៅសាលាមកទេខ្ញុំមានអារម្មណ៍ថាប៉ាអាចបង្រៀនខ្ញុំបាន អត់ទេនៅក្រុមហ៊ុនមានរឿងជាច្រើនខ្ញុំមិនមានពេលទេ ដូច្នេះម៉ាក់ក៏អាចធ្វើបានដែរ អត់ទេម៉ូលីវាខុសពីសម័យបុរាណអ្នកត្រូវទៅសាលារៀនបង្កើតមិត្តគុណនេះនៅតែដដែលដូចពីមុន រងចាំគាត់សុំនឹងមាននោះនឹងមិនអីទេលើពីនេះប្រសិនបើគាត់មិនទៅសាលារៀនយើងមិនមានពិភពលោកសម្រាប់ពីរអ្នកទេ រក្សាសម្លេងរបស់អ្នកមិនត្រូវលឺឡើយ ល្អ
ខ្ញុំស្ដាប់អ្នកថ្ងៃកំណត់អ្នកនៅថ្ងៃស្អែកស្លៀកពាក់ឲ្យស្អាត ហេតុអ្វីមានការភ្ញាក់ផ្អើលឬ អ្នកនឹងដឹងនៅថ្ងៃស្អែក ល្អភ្ញាក់ផ្អើលឬចិត្តដល់ម៉ោងរៀនហើយសូម្បីតែមនុស្សម្នាក់ក៏មិនឃើញ2នាទីចុងក្រោយរងចាំគាត់2នាទី សំទោសមានបញ្ហាកើតឡើងនៅក្រុមហ៊ុនខ្ញុំត្រូវខុសពីសន្យាមិនអាចនៅជាមួយអ្នកក្នុងថ្ងៃខួបកំណើតបានទេ តើអ្នកទៅយូរទេខ្ញុំនឹងជួយអ្នករៀបអីវ៉ាន់របស់អ្នក មិនអីទេនឹងទៅដល់ឆាប់ៗនេះមិនអីទេចាំខ្ញុំត្រឡប់មកវិញ មិនចឹងរលាយអស់ម៉ូលីហៀបនឹងចេញពីសាលាហើយ មួយថ្ងៃនេះគឺជាថ្ងៃកំណត់របស់អ្នកហេតុអ្វីបានជាប៉ាមិននៅជាមួយយើង គាត់កំពុងរវល់នៅក្រុមហ៊ុនមិនអាចមកបានទេតើម៉ូលីនឹងនៅជាមួយម៉ាក់ឬទេ នោះរឿងធម្មតាពេលប៉ាមិននៅទីនេះទេខ្ញុំត្រូវតែគ្រប់គ្រងគ្រួសារនេះ អ្នកដូចមនុស្សពេញវ័យ ម៉ាក់អ្នកមិនត្រូវពិបាកចិត្តទេខ្ញុំគិតថាប៉ាប្រាកដជាផ្ដល់ឲ្យអ្នកនៅការញាក់ផ្អើលដ៏ធំមួយ ម៉ាក់មិនខ្វល់ពីអ្វីដែលគាត់បានរៀបចំនោះទេម៉ាក់បានកប់ភោជនីយដ្ឋានរួចហើយយើងទៅទិញអីវ៉ាន់យំអាហារបន្ទាប់មកទៅទិញទំនិញឲ្យអស់លុយក្នុងកាតរបស់គាត់ មហាសាស្ត្រីមេដា តើអ្នកជានរណាតើអ្នកជានរណា សូមគោរពលោកស្រីលីឈីងខ្ញុំចង់រៀបការជាមួយអ្នកមិនថាអ្នកមានឬក្រជាឬឈឺយើងនឹងមិនបោះបង់គ្នាចោលឡើយតើអ្នកព្រមទេខ្ញុំធានាចំពោះអ្នកខ្ញុំពិតជានឹងធ្វើឲ្យអ្នកសប្បាយចិត្ត ខ្ញុំព្រម តើអ្នករៀបចំរបស់ទាំងនេះនៅពេលណាហេតុអ្វីខ្ញុំមិនដឹងតតែសោះ បើប្រាប់ខ្ញុំអ្នកធ្វើមិនហៅថាសើប្រៃ តើមានអ្វីសើប្រៃជាក់សោតតែងភ័យចង់ងាប់ហើយកុំធ្វើបែបនេះម្ដងទៀត កុំនិយាយផ្លេចផ្ដាស់តើអាចសូមរៀបការម្ដងទៀតយ៉ាងម៉េច ប៉ាមិនក៏ខំមាត់ម៉ាច់ តើកូនក្មេងនឹងអ្វីនេះហៅថាមនោសញ្ចេតនា